គ្រាន់តែដោយសារបងថ្លៃស្រីស្អាតពេកបុរសនោះមិនអាចទប់ចិត្តបានក៏កើតមានកម្មពន្ធខណៈពេលដែលបុរសនោះរៀបនឹងឈានទៅជំហានបន្ទាប់នឹកស្មានមិនដល់ថាមួយវិនាទីក្រោយមកបងប្រុសស្រាប់តែលេចមុខនៅមាត់វាហើយបងប្រុសដែលធ្លាប់តែទុនជ្រីកន្លងមកតែជាមិនលើកលែងឲ្យតតែសោះគ្រាន់តែដោយសារតែគាត់បានកើតជាថ្មីតាមពិតទៅជាតិមុនប្រពន្ធរបស់គាត់ត្រូវបានបុរសនោះបង្ខំរំលោភរហូតដល់ស្លាប់ខ្លួនគាត់និងកូនស្រីក៏ត្រូវបានបុរសនោះបញ្ជាឲ្យឡានបុកឡាប់ដែរគាត់បានស្បថាបើមានជាក្រោយត្រូវតែឲ្យអូនប្រុសសង្ស័យចំពោះអ្វីដែលវាបានធ្វើនឹកស្មានមិនដល់ថាមួយវិនាទីក្រោយក៏បានកើតជាថ្មីមកវិញនៅថ្ងៃដែលប្រពន្ធត្រូវបានគេបង្ខំរំលោភរហូតដល់ស្លាប់នេះលីនធានឯងចង់ងាប់មែនទេចឹងមិនអីទេខ្ញុំត្រឡប់មកវិញហើយមិនអីទេលីនហ្វានហេតុអ្វីបានជាឯងត្រឡប់មកវិញអាពូចថោកទៀតនេះឯងហ៊ានវាឯងផងឯងចាំមើលថាអញមិនហៅគេមកសម្លាប់ឯងមែនទេអូយយួនហ្វានអាពូចថោកទៀតបើឯងធ្វើឲ្យអញរបួសពុកម៉ែនឹងមិនលើកលែងឲ្យទេគ្រួសារទាំង3នាក់របស់ឯងត្រូវតែញាប់អូយបងកុំវីទៀតអីបងខ្ញុំជាប្អូនប្រុសរបស់បងណាប្អូនប្រុសមែនទេអាសត្វត្រឆានឈប់លៀមអូយព្រះអើយកូនមិនអីទេអាមនុស្សហឺមើលកូនហេតុអ្វីបានជាឯងវីប្អូនរបស់ឯងហេតុអ្វីបានជាខ្ញុំវីវាហេតុអ្វីម៉ែមិនសួរវាថាវាបានធ្វើអ្វីខ្លះម៉ែខ្ញុំទើបតែឃើញបងថ្លៃស្រីស្រាប់តែសន្លប់នៅលើគ្រែខ្ញុំចង់ឡើងទៅមើលថាមានរឿងអ្វីកើតឡើងអ្នកណាទៅដឹងថាបងថ្លៃស្រីស្រាប់តែមកចាប់ដៃខ្ញុំក៏ដោះអាវរបស់គាត់ខ្ញុំចង់គ្រវាសដៃបងថ្លៃចេញមិនទាន់ទាំងគ្រវាសចេញផងក៏ត្រូវបងប្រុសខ្ញុំឃើញបាត់ទៅហើយគាត់មិននិយាយអ្វីសោះក៏ចាប់ដើមវីខ្ញុំតែម្ដងមីស្រីថោកទាបគ្រួសារខ្ញុំចិញ្ចឹមមនុស្សល្ងងនេះច្រើនឆ្នាំមកហើយឥឡូវនេះនៅចង់មកលបួងប្អូនថ្លៃទៀតអេមិនមែនបែបនឹងទេឯងបិទមកទៅអាមនុស្សឥតម៉ាស់នេះអញដឹងយូរហើយថាឯងមិននៅស្ងៀមទេនឹកស្មានមិនដល់ថាអញហ៊ានប្រាជ្ញរថោបទាបនេះមកលើសមកចិត្តគ្រួសារអញសោះលីងហ្វានមីស្រីឥតម៉ាស់ម្នាក់នេះមើលឲ្យច្បាស់ទៅប្រពន្ធខ្លួនឯងទៅលបួងអ្នកដទៃហើយនៅមានមុខមកពីគេទៀតពុកល្អណាស់នេះគឺឯងរកវាដោយខ្លួនឯងទេពេលនេះឯងនៅតែសងបំណុលគ្រួសារយើងមិនអស់ទៀតឯងឪពុកបងហេតុអ្វីបងហ៊ានវីពុកបែបនេះអាសត្វត្រឆានសំបីតែខ្ញុំក៏ឯងហ៊ានវីដែរចេញទៅឲ្យឆ្ងាយចាប់ពីពេលនេះទៅឪពុកឯងគឺជាកូនប្រុសរបស់ខ្ញុំឡៃយ៉ងហេងចេញពីគ្រួសារឡៃរបស់ខ្ញុំទៅគ្រាន់តែជាកន្លែងកញ្ចាស់បែបនេះអ្នកណាដែលចង់នៅទីនេះក៏នៅចុះចង់ចាំទុកវាមិនមែនជាភាពថោកទាបរបស់អ្នកទេកាត់ផ្តាច់ទំនាក់ទំនងជាមួយខ្ញុំប៉ុន្តែទោះជាខ្ញុំដែលកាត់ផ្តាច់មេត្រីភាពជាមួយត្រពោលេនរបស់អ្នកហើយបន្ទាប់ពីនេះខ្ញុំក៏លែងប្រើត្រពោលេនទៀតដែរចេញទៅប៉ានៅទីនេះធំជាងនឹងស្អាតជាងផ្ទះមុនទៀតសំខាន់គឺគ្មានអ្នកណានិយាយថាឆែនៅមិនដឹងក្តីទៀតទេឲ្យតែឆែនៅចូលចិត្តគឺល្អហើយនៅទីនេះកូនអាចលេងបានតាមចិត្តប្តីសម្លាញ់ខ្ញុំរៀងហត់បន្តិចហើយចង់ទៅសម្រាប់បន្តិចបានទេទៅចុះអ្នកស្រីម្ចាស់វ័យក្មេងអញ្ជើញមកតាមខ្ញុំចង់ទៅជាមួយម៉ាក់បាទមកនេះមកកូនប្រុសតំបន់ឆងយួនដែលប៉ារៀបចំឲ្យកូនតើកូនសាំនឹងវាលនៅបើមិនទាន់សាំទេប៉ានឹងបញ្ជូនយន្តហោះឯកជនទៅទទួលពួកកូនមកទីក្រុងគៀវទៅកុំអើប្រញាប់អី
ខ្ញុំចង់នៅទីក្រុងជាងជិងនេះនៅមានរឿងខ្លះត្រូវដោះស្រាយនៅមានកិច្ចការដែលត្រូវការដោះស្រាយតើត្រូវការឲ្យប៉ាទួយទេមិនបាច់ទេកូនអាចធ្វើវាដោយខ្លួនឯងបានបើអញ្ចឹងមែនអញ្ចឹងកូនចូលគ្រប់គ្រង Marriott Cheng Hui ជាមុនសិនទៅនេះគឺជាសភាពាណិជ្ជកម្មឈានមុខគេនៃខេត្តទាំង5ក្នុងតំបន់ចឹងណាវាជាកាដូតូចមួយដែលពុកដល់ឲ្យកូនគួរតែស្វែងយល់ពីវាឲ្យបានឆាប់ដើម្បីឲ្យពុកអាចចូលនិវត្តន៍ទៅសោយសុខបានឆាប់ហាពុកឯងនេះរឿងផ្ទាល់ខ្លួនកូនពុកមិនត្រៀតត្រែកទេប៉ុន្តែរឿងនេះមិនអាចពិភាក្សាបានទេហើយនៅពេលដែលពុកនឹងម៉ាក់ទៅរកកូននឹងរៀបចំពិធីទទួលស្គាល់ត្រកូលឲ្យកូនក្នុងនាមជាកូនចៅនៃត្រកូលយោដ៏ថ្លៃថ្នូរនៃរដ្ឋធានីគីយ៉ូតូការវិលត្រឡប់ទៅរកត្រកូលវិញកម្មវិធីមិនអាចរៀបចំតូចតាចបានទេពុករឿងពិធីទទួលស្គាល់ត្រកូលនោះទុកមួយខែទៀតសិនទៅកូនចង់ស្គាល់ក្រុមហ៊ុនឲ្យច្បាស់សិនតើបានទេតាមចិត្តកូនចោះអរគុណពុកអ្នកប្រុសអ្នកស្រីវ័យក្មេងនិងកញ្ញាតូចត្រូវបានរៀបចំរួចរាល់ហើយលោកពូជូលទ្ធផលនេះគឺជាអ្វីដែលអ្នកបម្រើចាស់ម្នាក់នេះគួរធ្វើលោកពូជូជួយធ្វើរឿងមួយឲ្យខ្ញុំផងកាត់ផ្តាច់ទំនាក់ទំនងគ្រប់យ៉ាងជាមួយគ្រួសារលីនភ្លាមជួយអ្នកប្រុសដកចេញគ្រួសារចង្រៃនោះចុងក្រោយក៏ចេញទៅបាត់ហើយថ្ងៃនេះយើងត្រូវតែអបអរសាទរឲ្យបានធំដុំពុកម៉ាក់ពួកយើងធ្វើបែបនេះតើវាមិនហួសហេតុពេកចំពោះគ្រួសារបងប្រុសទេមួយគ្រួសារនឹងគ្មានអ្នកណាល្អទេស៊ីវឈីងកូននៅតែមានចិត្តល្អពេកហើយលីងហ្វានឯងគ្រាន់តែជាកូនចិញ្ចឹមម្នាក់ប៉ុណ្ណោះតើឯងមានអ្វីមកកាំងជាមួយខ្ញុំបងស្រីធំបងត្រឡប់មកវិញហើយឬបងស្រីធំតើបងកាត់អ្វីហ្នឹងពុកសភាពាណិជ្ជកម្មវ៉ាន់ហាវស្រាប់តែកាត់តែកិច្ចសហការទាំងអស់ជាមួយពួកយើងឥឡូវនេះក្រុមហ៊ុនទាំងមូលកំពុងតែច្របូកច្របល់អស់ហើយតើមានរឿងអ្វីកើតឡើងខ្ញុំក៏មិនដឹងដែរភាគីម្ខាងទៀតសូម្បីតែឱកាសឲ្យខ្ញុំសួរក៏មិនមានដែរអូយមិនអីទេច្បាស់ជាមានការយល់ច្រឡំហើយញ៉ាំបាយសិនទៅត្រូវហើយញ៉ាំបាយសិនទៅមានប៉ាម៉ាក់នៅទីនេះច្បាស់ជាមិនអីទេទៅបងស្រីទី2បងត្រឡប់មកវិញហើយឆាប់អង្គុយចុះញ៉ាំបាយទៅប៉ាម៉ាក់បងស្រីធំអ្នកទាំងអស់គ្នាជិះញ៉ាំមុនចុះខ្ញុំគ្មានអារម្មណ៍ឃ្លានបាយទេកូនទី2តើមានរឿងអ្វីកើតឡើងខ្ញុំបានព្យាយាមអតិថិជនទាំងអស់មិនដឹងថាហេតុអ្វីបានជាគេលុបចោលកិច្ចសន្យាក្នុងពេលតែមួយបែបនេះទេខ្ញុំស្រាប់តែខ្លាចជាគ្រឿងកំប្លែងនៅក្នុងរង្វង់ត្បូងថ្មពុកតើឯងកើតអីហ្នឹងហេតុអ្វីបានជាបងស្រីធំក៏ទៅជាបែបនេះដែរតើមានរឿងអ្វីកើតឡើងកុំយំអីតើមានរឿងអ្វីកើតឡើងបងស្រីធំនឹងជួយដោះស្រាយឯងកុំយំអីត្រូវហើយបងស្រីពៅតើមានរឿងអ្វីមែនទេពួកយើងទាំងអស់គ្នាច្បាស់ជាជួយឯងដោះស្រាយមិនខានមិនដឹងថាហេតុអ្វីទេពួកបងដែលធ្លាប់គាំទ្រខ្ញុំក្នុងបញ្ជីឥឡូវនេះបែរជារាយការណ៍ប្តឹងខ្ញុំវិញហើយថែមទាំងនិយាយថាចង់ឲ្យខ្ញុំសងកាដូដែលពួកគេធ្លាប់ជូនត្រឡប់ទៅវិញអ្នកគាំទ្រជាង10លានអ្នកឥឡូវនេះឥឡូវសំបីតែ1លានអ្នកក៏ស្ទើរតែមិនដល់ផងតើត្រូវធ្វើដូចម្តេចទៅតើវាមានរឿងអ្វីទៅពិបាកណាស់ទម្រាំតែដេញគ្រួសារចង្រៃនោះចេញទៅបានដើមឡើយគិតថាចង់អបអរសាទរឲ្យបានល្អបន្តិចលទ្ធផលគឺអូយបងប្អូនស្រីទាំង3នាក់មកជួបរឿងព្រមគ្នានៅថ្ងៃនេះប្រហែលជាមិនអាចគេផុតពីទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មវ៉ាន់ហៅទេចាំខ្ញុំទេទៅសួរមើលសុំទោសអ្នកដែលអ្នកកំពុងហៅមិនអាចតាក់ទងបានទេនាពេលនេះតើមានរឿងអ្វីទៅពុកវាមិនមានប្រយោជន៍ទេខ្ញុំបានខលទៅមុននេះគេបានដាក់លេខខ្ញុំក្នុងបញ្ជីខ្មៅបាត់ហើយខ្ញុំក៏ដូចគ្នាដែរមិនអាចតាក់ទងមនុស្សរបស់សភាពាណិជ្ជកម្មវ៉ាងហៅបានតតែសោះសភាពាណិជ្ជកម្មវ៉ាងហៅនេះពិតជាហួសហេតុពេកហើយហេតុអ្វីបានជាផ្ដាច់កងត្រាដោយមិនបានប្រាប់ឲ្យដឹងមុនបែបនេះធ្វើឲ្យពួកយើងស្លន់ស្លោអស់ហើយបានហើយកុំភ្លេចថាអ្នកអាចមានសមិទ្ធផលដូចសពថ្ងៃនេះគឺអាស្រ័យទាំងស្រុងលើឥទ្ធិពលរបស់សភាពាណិជ្ជកម្មវ៉ាន់ហៅពួកគេគឺជាសភាពាណិជ្ជកម្មលេខ1នៅក្នុងទីក្រុងជាងឆេងគ្រូសាលិនរបស់យើងមិនអាចធ្វើឲ្យគេខឹងបានទេបែបនេះចុះឯកនេះខ្ញុំនឹងទៅសភាពាណិជ្ជកម្មវ៉ាន់ហៅដោយតក្នុងរឿងនេះប្រកាសជាមានការយល់ច្រឡំអ្វីមួយហើយនៅពេលដែលការយល់ច្រឡំត្រូវបានដោះស្រាយអ្វីគ្រប់យ៉ាងនឹងត្រឡប់មកដូចដើមវិញត្រូវហើយឋានៈរបស់គ្រូសាលិនយើងនៅថ្ងៃនេះគឺពឹងផ្អែកទាំងស្រុងលើឥទ្ធិពលរបស់សភាពាណិជ្ជកម្មវ៉ាន់ហៅឲ្យតែអាចបង្កើតកិច្ចសហប្រតិបត្តិការឡើងវិញបានគ្រូសាលិនរបស់យើងសុខចិត្តបង់ថ្លៃគ្រប់យ៉ាងយល់ហើយមែនទេឈប់និយាយរឿងមិនល្អទាំងនោះសិនទៅពួកយើងញ៉ាំបាយសិនទៅមកញ៉ាំបាយទៅអ្វីដែលម៉ាក់និយាយគឺត្រឹមត្រូវហើយវាមិនងាយស្រួលទេដែលពួកយើងបានញ៉ាំបាយជួបជុំគ្នាបែបនេះកុំនិយាយរឿងមិនសប្បាយចិត្តទាំងនេះទៀតអីប្រញាប់អង្គុយចុះញ៉ាំបាយទៅសួស្ដីខ្ញុំមានការប្រញាប់ចង់ជួបប្រធានចៅជួយជម្រាបពតឲ្យខ្ញុំបន្តិចបានទេសូមអភ័យទោសកញ្ញាប្រធានរបស់ពួកយើងមានការវិភាគសំខាន់ណាស់នៅថ្ងៃនេះមិនទទួលជួបភ្ញៀវដែលមកដោយគ្មានការណាត់ជួបទុកពីមុនទេបើអញ្ចឹងតើខ្ញុំអាចសុំជ័យបន្ទប់ទឹកបន្តិចបានទេប្រកាសជាបានហើយកញ្ញាបន្ទប់ទឹកនៅខាងនោះអញ្ជើញតាមសម្រួលចាស់អរគុណ
តើអ្នកធ្វើការរបៀបមិនហ្នឹងសុំទោសប្រធានខ្ញុំមិនអីទេខ្ញុំទៅលាងសម្អាតក្នុងបន្ទប់ទឹកបន្តិចអ្នកទាំងអស់គ្នាឡើងទៅមុនចុះមិនឆាប់ចេញទៅទៀតមែនទេបាទហាលីនហ្វានអើយនឹកស្មានមិនដល់សោះថាមិនបានជួបគ្នាត្រឹមតែមួយថ្ងៃអ្នកប្រែជាខ្លាយទៅជាជាងជួសចូលផ្ទះទៅហើយតើពិតមែនហើយបើគ្មានពួកយើងលីនហ្វានឯងមិនមែនជាអ្វីទាំងអស់ចុះបើជាជាងជួសចូលផ្ទះតើវាខុសអីទោះបីជាខ្ញុំជាជាងជួសចូលផ្ទះក៏ដោយក៏ខ្ញុំពឹងផ្អែកលើកម្លាំងដៃខ្លួនឯងដែរវាប្រសើរជាងការរស់នៅដ៏ចម្លែករបស់គ្រួសារអ្នកទាំងអស់គ្នាទៅទៀតហើយមួយវិញទៀតថ្ងៃក្រោយកុំហៅឈ្មោះខ្ញុំថាលីនហ្វានទៀតខ្ញុំនឹងគ្រួសារតប៉ូលីនរបស់ពួកអ្នកបានកាត់ការគ្នាដាច់ស្រឡះហើយមិនថាថ្ងៃក្រោយខ្ញុំធ្វើអ្វីក៏ដោយវាមិនដល់វេនអ្នកទាំងអស់គ្នាមកបញ្ជាឬរិះគន់ខ្ញុំឡើយល្អណាស់អាមនុស្សហមើគុណឯងនៅតែរឹងតឹងមិនព្រមទទួលកំហុសទៀតមែនទេគង់តែមានថ្ងៃណាមួយឯងនឹងមកអង្វរខ្ញុំមិនខានអ្នកនាងធំអ្នកត្រឡប់មកវិញហើយអ្នកនាងមើលចុះរបស់របរទាំងនេះសុទ្ធតែខូចអស់ហើយរបស់របររបស់ផ្ទះគាត់អ្នកនាងមើលទៅតើគួរដោះស្រាយយ៉ាងណាបោះវាចោលទៅគ្រាន់តែមើលឃើញក៏វាគ្រប់គ្រាន់ហើយបាទអ្នកនាងធំអើយអាប្អូនឯងតើឯងដឹងទេថាឯងបានធ្វើរឿងអ្វីខ្លះតើឯងដឹងទេថាឯកសារទាំងនេះវាមានសារៈសំខាន់ប៉ុណ្ណាសូម្បីតែជីវិតគ្រួសារឯងទាំង3នាក់ក៏សងមិនគ្រប់ដែរបងប្រុសទី3អត់ទេមិនមែនជាខ្ញុំទេបើមិនមែនជាឯងតើគឺជាអ្នកណានៅក្នុងផ្ទះទាំងមូលមានតែដៃឯងទេដែលរពើជាងគេនោះបងស្រីធំរឿងនេះច្បាស់ជាមានការយល់ច្រឡំអ្វីម្យ៉ាងហើយស៊ីនយ៉ានមិនបាននិយាយកុហកទេយ៉ាងម៉េចឯងនៅចង់ដោះសារជំនួសគេទៀតមែនទេលងបាននិយាយចេញពីមាត់តហើយឃើញតបភ្នែកថាគាត់កាន់កិច្ចសន្យាទាំងនេះហែកលេងមិនអាចទៅរួចទេច្បាស់ជាលីវប៉ាមើលច្រឡំហើយថ្ងៃនេះពេលថ្ងៃខ្ញុំបាននាំ China ទៅសួនច្បារមិននៅផ្ទះតតែសោះតើអាចជា China ដេញយ៉ាងម៉េចទៅបើថ្នាក់លើមិនត្រង់ថ្នាក់ក្រោមគឺវាពួកស្រីអ្នកឯងគឺមានចរិតដូចតែគ្នាធ្វើការអ្វីមិនបានសម្រេចបំផ្លាញរឿងវិញគឺលើសលប់បងស្រីធំទោះបីជាបងស្រីធំបានវី China ប៉ុន្តែគាត់ច្បាស់ជាមិនបានចិត្តណាទេច្បាស់ជាមកពីកិច្ចសន្យានោះសំខាន់ពេកហើយគាត់ទាំងពេកទៅត្រូលដៃបែបនេះពួកយើងគឺជាគ្រួសារតែមួយប៉ុន្មានឆ្នាំនេះបន្ទាប់ពីជាវឈៀនត្រឡប់មកវិញខ្ញុំប្រព្រឹត្តចំពោះជាវហ្វេនបែបនេះឯងនិងប្រពន្ធកូនរបស់គាត់ដែរបងស្រីធំរបស់ខ្ញុំគឺជាម្ចាស់ក្តីពាណិជ្ជកម្មដ៏អង្អាចប៉ុន្តែថ្ងៃនោះគឺជាលើកដំបូងដែលខ្ញុំឃើញគាត់អស់មធ្យោបាយតើអ្នកប្រញាប់រុញច្រានធ្វើអ្វីខ្ញុំមិនមែនថាមិនអោយលុយឯណានេះគឺជាការខ្វះខាតថវិកាចំនួន21កន្លែងតើឲ្យខ្ញុំបំពេញវាបានងាយស្រួលយ៉ាងដូចម្ដេចកុំមករំខានខ្ញុំទៀតអីបងស្រីធំដូចជាជួបការលំបាកពិតមែនហើយទោះបីជាខ្ញុំមិនចង់ជ្រើសរើសវិធីបែបនោះក៏ដោយប៉ុន្តែពួកយើងគឺជាគ្រួសារតែមួយខ្ញុំត្រូវតែជួយបងស្រីធំឲ្យតែបងស្រីធំសុខសប្បាយរឿងផ្សេងទៀតមិនសំខាន់ទេអាឡូអ្នកណាគេនឹងអីគេសភាពាណិជ្ជកម្មវ៉ាន់ហៅចង់បណ្ដាក់ទុនក្នុងក្រុមហ៊ុន Len Group របស់ពួកយើងហើយការបណ្ដាក់ទុនជុំទី1គឺ4000លានយកព្រមខ្ញុំពិតជាយកព្រមអរគុណបងស្រីធំសាក់ទីមើលថាខ្ញុំយកកាដូអ្វីមកឲ្យបងឯងនេះពិតជាកុំលាក់បាំងធ្វើឲ្យចង់ដឹងទៀតអីកែវលៃបានទេមកប្រាប់ខ្ញុំរួចហើយបងស្រីដឹងគ្រប់យ៉ាងអស់ហើយនេះគឺជាការវិនិយោគទុនចំនួន4000លានពីសភាពាណិជ្ជកម្មវ៉ាន់វូហៅប្រាប់មកតើឯងធ្វើវាបានយ៉ាងដូចម្ដេចបងស្រីដឹងអស់ហើយមែនទេតាមពិតទៅវាមិនមានអ្វីធំដុំទេខ្ញុំគ្រាន់តែបានស្គាល់ប្រធានសភាពាណិជ្ជកម្មវ៉ាន់ហៅដោយចៃដន្យឲ្យប៉ុណ្ណោះគាត់គិតថាខ្ញុំមានសក្តានុពលខ្លាំងចង់សហការជាមួយខ្ញុំគិតថាឱកាសល្អបែបនេះជាការពិតណាស់គឺត្រូវទុកឲ្យបងស្រីហើយសៀវទៀនអើយឯងពិតជាអស្ចារ្យណាស់មិនអីទេបងស្រីល្អចំពោះខ្ញុំខ្លាំងណាស់ជាការពិតណាស់ខ្ញុំត្រូវតែល្អចំពោះអ្នកគ្រប់គ្នាវិញបងស្រីតាមពិតទៅស្អីមើលសៀវទៀនរបស់យើងទៅមើលឥឡូវនេះសៀវទៀនអាចតាក់ទងជាមួយប្រធានសភាពាណិជ្ជកម្មវ៉ាន់ហៅបានទៅហើយចំណែកឯងវិញពេញមួយថ្ងៃដឹងតែពីនៅផ្ទះស៊ីដេកទៅច្រអូសមិនបានការអ្វីសោះចិញ្ចឹមអញខាតបាយអស់ជាច្រើនឆ្នាំមកហើយអញសំបីតែមានដៃមួយរបស់គេក៏ប្រៀបជាមួយមិនបានផងអើយបងស្រីកុំនិយាយពីបងប្រុសបែបហ្នឹងអីទៅហើយទោះបីជាបងស្រីគិតថារឿងនេះគឺជាស្នាដៃរបស់សៀវទៀនក៏ដោយប៉ុន្តែមិនអីទេ
ពួកយើងគឺជាគ្រួសារតែមួយឲ្យតែអាចជួយបងស្រីបានខ្ញុំក៏សប្បាយចិត្តណាស់ទៅហើយហេតុអ្វីបានជាខ្លាយទៅជាបែបនេះបងធំតើថ្ងៃនេះបានជួបប្រធានទៅទេពុកកំពុងនិយាយពីប្រធានណាទៀតហើយប្រធានទៅមានការវិភាគផ្សេងទៀតនៅថ្ងៃនេះគ្មាននរណាម្នាក់អាចជួបគាត់បានទេប៉ុន្តែខ្ញុំបានណាត់ជួបនៅថ្ងៃស្អែកហើយខ្ញុំជឿថាថ្ងៃស្អែកប្រកាសជាអាចជួបប្រធានចៅបានអញ្ចឹងក៏បានដែរស្អែកព្រឹកអ្នកទៅម្ដងទៀតទៅរឿងនេះដោះស្រាយបានកាន់តែឆាប់យើងក៏កាន់តែស្ងប់ចិត្តដែរគ្រប់លេង share របស់យើងគឺមានសមត្ថភាពខ្ញុំជឿជាក់លើរឿងនេះប្រធានចៅស្ម័គ្រចិត្តបន្តសហការជាមួយយើងលោកប៉ានេះគឺជាសៀវភៅកំណត់ហេតុរបស់ Chiao Fan មើលបន្តិចទៅពួកយើងពិតជាមិនបានដឹងច្រើនអំពីគាត់សោះលោកប៉ាអាចតើឲ្យខ្ញុំមើលសៀវភៅកំណត់ហេតុរបស់គេធ្វើអីនេះគឺជាមនុស្សហមគុណដែលចិញ្ចឹមមិនឆែកម្នាក់កុំភ្លេចរឿងថ្ងៃស្អែកណាលោកប៉ាចាប់ពីថ្ងៃនេះទៅលោក Yi Fan នឹងក្លាយជាប្រធានថ្មីនៃសភាពាណិជ្ជកម្មវងហោរបស់យើងសូមអ្នកទាំងអស់គ្នាទេដៃអបអសាទរអ្នកទាំងអស់គ្នាមិនបាច់ពួសសំពេចទេខ្ញុំទើបតែមកដល់ថ្មីថ្ងៃក្រោយនៅមានរឿងជាច្រើនទៀតដែលត្រូវរំខានអ្នកទាំងអស់គ្នាហើយសួស្តីខ្ញុំមានការណាត់ជួបជាមួយប្រធានចៅសូមរងចាំនៅទីនេះបន្តិចអរគុណបានហើយមិនបាច់ជូនដំណើរទេត្រឡប់ទៅវិញឲ្យអស់ទៅបាទអ្នកប្រុសលោកប្រធានឆៅមានកញ្ញាម្នាក់ប្រពោលលេងណាត់ទូបលោកខ្ញុំបានឲ្យគាត់ទៅរងចាំលោកនៅផ្សារជាន់ទី3ហើយខ្ញុំដឹងហើយសួស្តីប្រធានចៅខ្ញុំគឺវិញពេលវេលារបស់ខ្ញុំមានតម្លៃណាស់មានអីនិយាយត្រង់មកលោកប៉ាគោលបំណងដែលខ្ញុំមកនៅពេលនេះគឺចង់ឆ្វេងយល់បន្តិចសភាពាណិជ្ជកម្មវ៉ាន់ហោហេតុអ្វីបានជាតែការសហការជាមួយក្រុមលេង share របស់យើងពួកយើងធ្លាប់សហការគ្នាពីមុនមកហើយរឿងនេះក៏ធ្លាប់មានភាពរីករាយខ្លាំងណាស់ដែរគឺជាអ្វីដែលប្រធានថ្មីរបស់យើងបានធ្វើប្រធានថ្មីស្អីតើសភាពាណិជ្ជកម្មរបស់យើងចង់សហការជាមួយអ្នកណានៅតែត្រូវមើលទឹកមុខគ្រូសាលេនរបស់អ្នកទៀតមែនទេទេមិនមែនមានន័យបែបហ្នឹងទេខ្ញុំគ្រាន់តែមិនសូវយល់ទោះបីជាវាជាការសម្រេចចិត្តរបស់ប្រធានថ្មីក៏ដោយចុះវាក៏គួរតែមានហេតុផលខ្លះដែរមែនទេប្រធានថ្មីរបស់យើងអង្គុយនៅទីនេះហើយមិនត្រូវការហេតុផលទេបានហើយអ្នកមិនចាំបាច់មកនិយាយឥតប្រយោជន៍នៅទីនេះទៀតទេចេញទៅអីយ៉ាប្រធានស៊ូកញ្ញាលេនសូមសួរថាChiao Fan Chiao Fan សៀវភៅកំណត់ហេតុរបស់អ្នកបងស្រីធំបានអានហើយតើខ្លឹមសារនៅក្នុងនោះសុទ្ធតែជាការពិតមែនទេ Chiao Fan សៀវភៅកំណត់ហេតុរបស់អ្នកបងស្រីធំបានអានហើយតើខ្លឹមសារនៅក្នុងនោះសុទ្ធតែជាការពិតមែនទេពិតក៏ដោយខ្លាំងក៏ដោយតើវានៅសំខាន់ទៀតទេអ្នកគ្រាន់តែចង់ជឿអ្វីដែលគ្រូសាលេនរបស់អ្នកចង់ជឿតែប៉ុណ្ណោះចំពោះសម្ដីរបស់ខ្ញុំតើពេលណាទៅការរៀបការ Chiao Bei នេះគឺសំខាន់ណាស់អ្នកត្រឡប់ទៅផ្ទះជាមួយបងស្រីធំសិនទៅខ្ញុំដឹងថាគឺជាបងស្រីធំតែបានយល់ច្រឡំលើគ្រួសារអ្នកកាលពីមុនបងស្រីធំនឹងសងជំងឺចិត្តអ្នកក៏ដូចជាប៉ាម៉ាក់ឲ្យបានល្អនៅថ្ងៃក្រោយដល់ពេលនោះពួកយើងនឹងស្រាយការយល់ច្រឡំចេញរស់នៅជាមួយគ្នាឲ្យបានល្អក្នុងនាមជាគ្រួសារតែមួយតើល្អទេគ្រួសារតែមួយខ្ញុំមិនហ៊ានតង់គូសជាមួយគ្រួសារលេនរបស់អ្នកទេខ្ញុំមិននិយាយច្រើនទេគេញ៉ែនឹងឆៃនៅប្រហែលឆ្នាំនេះនៅក្នុងគ្រួសារលេនតើពួកគេត្រូវរងទុក្ខវេទនាប៉ុណ្ណាឥឡូវនេះអ្នកបែរជាមកពើពុតជាមានចិត្តល្អបែបនេះតើខ្ញុំគួរតែមានចិត្តទូលាយជ្រើសរើសការអត់អន់ឲ្យមែនទេលោកឡៃបេយល់សពទៅខ្ញុំមិនត្រូវការសំណងអ្វីពីគ្រួសារលេនរបស់អ្នកទេសៀវភៅឈប់សិនតើអ្នកមិនស្ដាប់សម្ដីអ្នកគ្រប់គ្នាទៀតទេមែនទេខ្ញុំបានតែទំនាក់ទំនងជាមួយគ្រួសារលីនរួចហើយកុំតាំងខ្លួនជាបងស្រីធំរបស់ខ្ញុំទៀតអីសៀវហ្វានគ្រប់គ្នាដឹងខ្លួនខុសហើយតើអ្នកពិតជាមិនអាចអត់ទោសឲ្យខ្ញុំបានទេមែនទេ
តើអ្នកស្អប់បងស្រីម្នាក់នេះខ្លាំងដល់ថ្នាក់នេះឬតើបន្ទប់របស់ពួកយើងសម្អាតរួចរាល់ហើយឬនៅតើនៅសល់ពេលប៉ុន្មានទៀតមកហើយអ្នកនាងទី2ផ្ទះរបស់យើងធំពេកហើយអ្នកបម្រើក៏តិចទៀតដូច្នេះការសម្អាតពិតជាត្រូវការពេលវេលាបន្តិចចុះហេតុអ្វីបានជាកាលពីមុនមិនដែលកើតមានរឿងបែបនេះកាលពីមុនការងារក្នុងផ្ទះភាគច្រើនគឺអ្នកស្រីធំជាអ្នកធ្វើម្នាក់ឯងឥឡូវនាងចាក់ចេញទៅហើយដូច្នេះការងារនេះម្នាក់នេះពិតជាមិនកើតមែនស៊ីចុកនៅផ្ទះយើងដោយមិនគិតថ្លៃអស់ជាង20ឆ្នាំហើយនៅឃើញចង់ទៅក៏ទៅគ្មានសិលធម៌បន្តិចសោះធ្វើឲ្យខ្ញុំសំបីតែបន្ទប់ក៏ចូលមិនបានដែរលីហ្វានម្នាក់នេះក៏អីចឹងដែរខ្ញុំស្មានតែគេគ្រាន់តែអន់ទឹកបន្តិចបន្តួចប៉ុណ្ណោះបែរជាចាក់ចេញពីផ្ទះមែនទែនអ្នកដែលមិនដឹងរឿងប្រហែលជាស្មានថាគ្រូសាលីនរបស់ពួកយើងធ្វើខុសចំពោះគេហើយបានហើយអ្នកទាំងពីរកុំនិយាយពីសៀវហ្វានបែបនេះអីតាមពិតគ្រូសាដែលមានសមាធិ3អ្នករបស់ពួកគេបានលះបង់ច្រើនណាស់សម្រាប់គ្រូសាទាំងមូលរបស់យើងជាច្រើនលើកច្រើនសារណាស់គឺពួកយើងយល់ច្រឡំលើពួកគេទេមែនទេបងស្រីធំបងវង្វេងហើយមែនទេតើអ្វីដែលអូនស្រីធ្វើនិយាយមានខុសត្រង់ណាលីហ្វានម្នាក់នោះស៊ីចុកនៅផ្ទះយើងដោយមិនគិតថ្លៃអស់ជាច្រើនឆ្នាំមកហើយថែមទាំងនាំភារៈមកជាមួយពីរអ្នកម្នាក់ធំម្នាក់តូចទៀតក្រៅពីបោសសម្អាតផ្ទះសម្បែងបន្តិចបន្តួចនោះតើគេមានគុណសម្បត្តិអ្វីទៀតសម្រាប់ផ្ទះនេះហេតុអ្វីបានជាអ្នកនៅខ្លួនទេបែបនោះអ្នកគ្រប់គ្នាមិននិយាយអ្វីសោះពិតមែនហើយបងស្រីធំហេតុអ្វីបានជាបងកាន់ជើងអ្នកក្រៅបែបនេះការយល់ច្រឡំរបស់អ្នកទាំងពីរចំពោះឈៀវហ្វេនប្រហែលជាត្រូវជាងខ្ញុំទៅទៀតយ៉ាងណាក៏បានខ្ញុំមិនអាចទុកឲ្យពួកគេបន្តយល់ច្រឡំទៀតទេតាមពិតវាមិនមែនបែបនោះទេបងស្រីអ្នកទាំងអស់គ្នានៅទីនេះទាំងអស់គ្នាពួកយើងចេញទៅមើលកុនទៅឈៀវឈានឯងត្រឡប់មកវិញល្មមអង្គុយចុះសិនមកបងស្រីធំមានរឿងមួយចង់ប្រកាសបងស្រីធំតើមានរឿងអ្វីហេតុអ្វីបានជាមើលទៅដូចជាធន់ធ្ងររំលេះគឺតាក់ទងនឹងគ្រួសាររបស់ឈៀវហ្វេនចុះគ្រួសាររបស់ឈៀវហ្វេនវិញពួកយើងពិតជាបានធ្វើហួសហេតុចំពោះពួកគេពេកហើយគ្រប់គ្នាគឺជាគ្រួសារតែមួយមែនទេដូច្នេះខ្ញុំមានបំណងចង់ទទួលពួកគេមកវិញល្អណាស់បងស្រីធំខ្ញុំក៏នឹកបងប្រុសបងថ្លៃនឹងឆៃនរដែរពួកគេទិញទៅយូរណាស់មកហើយពួកគេក៏ប្រហែលជានឹកពួកយើងដែរគឺមកពីខ្ញុំទាំងអស់បើមិនមែនដោយសារខ្ញុំពួកគេក៏មិនចេញទៅយូរបែបនេះដែរបងស្រីធំខ្ញុំគិតថាបងឈួតហើយឈៀវឈានកុំនិយាយបែបនេះគឺមនុស្សរមិលគុណនោះទេដែលបោះបង់គ្រួសារយើងវាមិនពាក់ព័ន្ធអ្វីនឹងខ្ញុំទេត្រូវហើយខ្ញុំយល់ស្របនឹងអ្វីដែលបងស្រីទី2និយាយម្នាក់នោះធ្វើខ្លួនឯងទទួលខ្លួនឯងមិនបាច់ទៅគាល់នឹងវាទេប៉ុន្តែឈៀវឆានឈប់ប៉ុន្តែទៅកុំគាល់នឹងមនុស្សរមិលគុណនោះបងស្រីធំតោះពួកយើងចេញទៅមើលប៉ុនដើរលេងទៅហេបងធំប៉ាតើប៉ាបានជួបប្រធានយ៉ាវហើយឬនៅប៉ាជួបហើយបានជួបហើយប៉ុន្តែប្រធានយ៉ាវបាននិយាយថាមានប្រធានថ្មីម្នាក់បានមកដល់សភាពាណិជ្ជកម្មគឺប្រធានថ្មីមិនចង់បន្តជាមួយក្រុមហ៊ុនមេងរេរបស់កូនបន្តកិច្ចសហប្រតិបត្តិការហេតុអ្វីបានជាស្រាប់តែមានប្រធានថ្មីលេចមុខមកបង្កបញ្ហាបែបនេះចុះតើប្រធានយ៉ាវបាននិយាយអ្វីខ្លះឲ្យប្រាកដប្រធានយ៉ាវមិនបាននិយាយអ្វីច្រើនទេខ្ញុំសួរនាំពី3ម៉ាត់បន្ថែមលទ្ធផលគឺគាត់ត្រូវបានគេដេញចេញមកក្រៅហេតុអ្វីបានជាទៅជាបែបនេះសភាពាណិជ្ជកម្មវងហៅស្រាប់តែបញ្ឈប់កិច្ចសន្យាដោយឯកតោពី2ប៉ុន្តែដើមទុនបង្វិលរបស់គ្រួសារលេងយើងត្រូវបានយកទៅប៉ះពលរនបំណុលអស់ហើយក្នុងរយៈពេលខ្លីគឺនៅអាចទប់ទល់បានប៉ុន្តែបើទុកយូរទៅនឹងមានបញ្ហាធំមិនខានពិតជាចម្លែកខ្លាំងណាស់កុំខាត់ពួកយើងទៀតអីតើអ្នកដឹងទេក្រុមហ៊ុន Lane Group របស់ពួកយើងគឺជាដៃគូសហការដ៏ធំបំផុតរបស់សភាពាណិជ្ជកម្មវ៉ាន់ហៅបិទមកទៅសមិទ្ធវងលោកមេបញ្ជាការពួកយើងមកថ្ងៃនេះគឺចង់មកជួបសួរសុខទុក្ខប្រធានថ្មីរបស់អ្នកក៏សូមរំខានអ្នកដែរសូមជួយជៀសផ្លូវឲ្យខ្ញុំបន្តិចគឺបែបនេះទេពួកយើងលេងយ៉ាងដែរពីមុនធ្លាប់មានកិច្ចសហការជាមួយសភាពាណិជ្ជកម្មរហូតមកដូច្នេះសូមអ្នកជួយសម្រួលឲ្យបន្តិចទៅជួយរាយការណ៍ឲ្យពួកយើងបានចូលទៅផងអ្នកគ្រាន់តែជាសន្តិសុខម្នាក់សិតអីមកគាត់ពួកយើងបើអ្នកហ៊ានគាត់ពួកយើងខ្ញុំនឹងឲ្យហ្វេនរបស់ខ្ញុំវាប្រហារអ្នកតាមអ៊ីនធឺណិតខ្ញុំគឺជាមនុស្សដែលប្រធានរបស់អ្នកឲ្យតម្លៃបំផុតតើគាត់មិនឲ្យខ្ញុំជួបគាត់យ៉ាងម៉េចទៅសុំទោសពួកយើងគ្រាន់តែទទួលបានការជូនដំណឹងពីថ្នាក់លើគ្រួសារលេងនឹងឆ្កែសុទ្ធតែត្រូវស្រក់ទឹកភ្នែកមិនឈប់តើអ្នកនិយាយពីអ្វីហ្នឹងតើអ្នកថានរណាជាម្ដាយរបស់ខ្ញុំបងស្រីលីសេងមិនត្រូវបានរាប់បញ្ចូលទេមកដេញពួកគេចេញទៅ
អីគុំតើអ្នកកំពុងធ្វើអ្វីលេនវ៉ែនឯងជាអាមនុស្សរមើលគុណតើឯងធ្វើអ្វីនៅទីនេះតើមិនមែនតាមដានពួកយើងទេពួកគេមកទីនេះធ្វើអីប្រកាសជាស្ដាយក្រោយហើយចង់មកសុំឲ្យពួកយើងលើកលែងទោសឲ្យខ្ញុំប្រាប់អ្នកចុះមិនអាចទៅរួចទេពិតជាក្រាស់មុខមែនមួយគ្រួសារនេះដូចជាពួកទ្រាំដែលស្រោចស្រង់មិនឡើងកាលពីមុនពេលដែលកាត់ការពួកយើងអេរិយាប័សមិនមែនរឹងតាំងខ្លាំងណាស់មែនទេហេតុអ្វីឥឡូវមកទុនជ្រីបែបនេះបងប្រុសប្រញាប់ត្រឡប់ទៅផ្ទះវិញទៅខ្ញុំនឹកបងណាស់ទោះបីជាខ្ញុំកំពុងធ្វើអ្វីនៅទីនេះក៏ដោយយ៉ាងហោចណាស់ក៏មិនត្រូវបានគេដេញចេញដូចសត្វឆ្កែដែរបងប្រុសអាំហាក្បត់តើឯងនិយាយស្អីពួកគុំនិយាយបែបនេះដាក់ជាហ្វេនអីគាត់គឺជាជាងជួសជុលនៅទីនេះមិនបានតាមដានម៉ាក់របស់ខ្ញុំអីទេជាងជួសជុលឯងពិតជាធ្វើឲ្យគ្រួសារឡែនរបស់ពួកយើងបាក់មុខមែនពីមុននិយាយសម្ដីធ្ងន់ម្លេះខ្ញុំស្មានតែឯងមានសមត្ថភាពខ្លាំងពូកែអីទៅតាមពិតគឺមានតែប៉ុណ្្នឹងសោះលេនយេហ្វេនឯងពិតជាកាត់ទុកខ្លួនឯងសំខាន់ពេកហើយចាក់ចេញពីគ្រួសារលេនរបស់ពួកយើងឯងមិនមែនជាអ្វីទាំងអស់មនុស្សដូចឯងមិនសមធ្វើជាបងប្រុសរបស់ខ្ញុំតតែសោះមិនសមធ្វើជាបងប្រុសរបស់ខ្ញុំតតែសោះបងប្រុសប្រញាប់ត្រឡប់ទៅផ្ទះជាមួយខ្ញុំវិញទៅខ្ញុំនឹកបងនិងបងខ្លាចណាស់បងប្រុសដ៏ល្អរបស់ខ្ញុំមិននឹកស្មានថាបងអន់យ៉ាងនេះសោះបងខ្លាចខ្ញុំប្រាប់បងគឺត្រូវរងទុក្ខហើយមិនបាច់ទេឲ្យខ្ញុំជួយមើលថែគាត់ជំនួសវិញខ្ញុំនឹងមកទួសុខទុក្ខគាត់ឲ្យបានល្អបងប្រុសហេតុអ្វីបានជាបងវាខ្ញុំអាំហាក្បត់តើឯងចង់ធ្វើអ្វីប្រញាប់ឡើងពុំទៅអីពុកឯងទៅរកកូនម្នាក់ទៀតទៅពុកអាំហាក្បត់ឯងហ៊ានវាប្អូនប្រុសឯងនៅចំពោះមុខយើងផងមែនទេឯងពិតជាមិនខ្លាចក្រិតរំសោះមែនទេពុករឿងទាំងអស់នេះខ្ញុំអាចពន្យល់បានឈៀវហ្វេនឯងត្រឡប់ទៅផ្ទះជាមួយបងស្រីធំសិនទៅល្អទេអ្វីដែលពួកយើងជំពាក់ឯងគឺអាចប៉ះពោះវិញបានទាំងអស់ខ្ញុំបានប្រាប់អ្នកតាំងពីម្សិលមិញហើយខ្ញុំនិងគ្រូសាលេនបានកាត់ការគ្នាហើយទៅថ្ងៃមុខកុំហៅខ្ញុំថាលេនវ៉ែនទៀតអីហើយនៅមានឯងម្នាក់ទៀតពិតជាពូកែសម្ដែងមែនខ្ញុំក៏សង្ឃឹមថាអ្នកអាចសម្ដែងបែបនេះរហូតទៅខ្ញុំចង់ចាំមើលគ្រួសាររបស់អ្នកទាំងអស់គ្នាថាតើអាចបាក់ភ្នែកដល់កម្រិតណាខ្ញុំចង់ចាំមើលណាស់ថាគ្រួសាររបស់អ្នកទាំងអស់គ្នាអាចបាក់ភ្នែកដល់ពេលណាឯងនេះណាមានរឿងអីសម្ដែងអីសម្ដែងស្អីទៅម៉ាក់អូនពិតជាមិនបានសម្ដែងទេម៉ាក់ដឹងហើយម៉ាក់មិននឹងជឿសម្ដីដែលតួឯកស្រីម្នាក់នោះនិយាយទៅប៉ាម៉ាក់តាមពិតឈៀវហ្វេននឹងពួកគេអុយបានហើយឈៀវធៀនអើយក្នុងពេលដែលពួកយើងជួបមនុស្សមកពីវងហៅឈុងហើយមិនបាននៅថ្ងៃនេះតើកូនអាចសាកល្បងប្រើទំនាក់ទំនងនៅដេងម្ដងទៀតបានទេព្រោះថាពីមុនប្រធានយ៉ាវឲ្យតម្លៃកូនខ្លាំងណាស់ប៉ាកុំបារម្ភអីកូននឹងដោះស្រាយរឿងនេះឲ្យបានពួកយើងត្រឡប់ទៅផ្ទះវិញសិនទៅអូខេទៅវិញទៅបងស្រីធំចូលមកបងស្រីធំខ្ញុំពិតជាមិនយល់តតែសោះថាហេតុអ្វីបានជាស្រាប់តែបងនិយាយជួយលេនវ៉ែនដែលជាមនុស្សរមើលគុណម្នាក់នោះកាលពីមុនបងក៏មិនចូលចិត្តគេដែរមែនទេប្រសិនបើបងចង់ទទួលគេមកវិញព្រោះតែអាណិតទេចុះបងសាកគិតមើលថាតើគេធ្វើដាក់ឈៀវឈានយ៉ាងម៉េចខ្លះទោះជាយ៉ាងណាក៏ខ្ញុំមិនយល់ព្រមទទួលគេមកវិញដែរគ្រូសាយើងជំពាក់ឈៀវហ្វេនច្រើនពេកហើយនេះគឺជាសៀវភៅកំណត់ហេតុរបស់ឈៀវហ្វេនបងមើលសៀវភៅកំណត់ហេតុនេះទៅបងស្រីធំតើមនុស្សត្រឹមត្រូវឯណាគេសរសេរសៀវភៅកំណត់ហេតុនៅសម័យនេះទៀតនេះគឺក្មេងអែពូចម្នាក់នេះអ្នកណាអនុញ្ញាតឲ្យឯងយកក្នុងបន្ទប់របស់ខ្ញុំអ្នកណាអនុញ្ញាតឲ្យឯងយកកប់របស់ខ្ញុំទៅបើវាធ្វើឲ្យខូចតើឯងយកអីមកសងតើមានលុយឯណាទៅសងតើមានជំងឺអីដែលត្រូវសងដែរឬសួស្ដីបងស្រីទី2តើមានរឿងអ្វីកើតឡើងតើវាមានរឿងអ្វីឯងសួរក៏ទៅអ្នកនាងរបស់នេះមិនមែនខ្ញុំជាអ្នកធ្វើឲ្យពុយទេមិញនេះខ្ញុំបានរំលឹកគាត់រួចហើយ
កុំឲ្យចូលទៅលេងក្នុងបន្ទប់របស់អ្នកនាងទី2គាត់នៅតែមិនព្រមសាប់ថែមទាំងនាំអ្នកប្រុសតូចចូលទៅជាមួយទៀតអុកនេះគឺជាការដូរថ្ងៃគូកំណើតឈានចូលវ័យ18ឆ្នាំរបស់អ្នកនាងទី2វាមានអត្ថន័យធំណាស់មិញនេះខ្ញុំគួរតែគាត់បងស្រីទី2ស៊ីនឪក៏មិនបានតាំងចិត្តដែរក្មេងនឹងណាចូលចិត្តលេងបន្តិចបន្តួចជារឿងធម្មតាទេចាំដល់ថ្ងៃស្អែកខ្ញុំនឹងទិញឈុតថ្មីមួយជូនបងសៀវទៀនក៏មិនបាច់និយាយទួយកាន់ជើងនាងដែរលីនហ្វានតើឯងអាចទេប្រដៅកូនស្រីរបស់ឯងខ្លះបានទេនាងបង្កបញ្ហាប៉ុន្មានដងហើយបើរឿងនេះដឹងដល់ខាងក្រៅគេនឹងថាក្រុមគ្រួសារលីនយើងគ្មានការអប់រំបើឯងមិនខ្មាស់គេតែខ្ញុំខ្មាស់សុំទោសបងស្រីទី2លើកនេះពិតជាយកច្រឡំលើស៊ីនឪមែនហើយពេលថ្ងៃត្រង់ស៊ីនឪបានប្រាប់ខ្ញុំថាសៀវទៀនបានបបួលស៊ីនឪទៅលេងអុកក្នុងបន្ទប់បងស្រីទី2ដោយខ្លួនឯងតាមពិតទៅស៊ីនឪមិនចង់ទៅទេប៉ុន្តែសៀវទៀនបែរជាប្រាប់ថាបងស្រីទី2ជាអ្នកអនុញ្ញាតស៊ីនឪថែមទាំងនិយាយថាអុកនោះគឺសៀវទៀនជាអ្នកធ្វើឲ្យបែកប៉ុន្តែពួកយើងគឺជាគ្រួសារតែមួយសៀវទៀនក៏ទៅតែត្រឡប់មកវិញមិនទាន់បានប៉ុន្មានផងខ្ញុំមិនអាចឲ្យបងស្រីទី2និងសៀវទៀនមានចំនួននឹងគ្នាបានទេចាំពេលក្រោយចុះបើមានឱកាសខ្ញុំនឹងពន្យល់ប្រាប់បងស្រីទី2ម្ដងទៀតនេះតើនេះជារឿងពិតមែនទេប៉ុន្តែម៉ែដោះលីវនិយាយថានាងប៉ុន្តែម៉ែដោះលីវនិយាយថាគ្រួសារយើងជំពាក់សៀវហ្វានច្រើនពេកត្រូវពេកហើយអតិថិជនម្នាក់នេះយើងត្រូវតែយកឲ្យបានឲ្យតែអាចយកអតិថិជនម្នាក់នេះបានការិយាល័យមេធាវីយើងនឹងអាចឡើងដល់លំដាប់អំពូលខ្ញុំដឹងហើយក្តីសង្ឃឹមដែលទីមខាងទៀតសហការជាមួយយើងគឺស្ទួយស្ដាងណាស់ប៉ុន្តែយើងត្រូវតែខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយកវាតើនេះជាអតិថិជនប្រភេទណាទៅដែលអាចជួយបងស្រីទី2បានច្រើនយ៉ាងនេះថែមទាំងពូកែឲ្យខិតខំប្រឹងប្រែងខ្លាំងបែបនេះទៀតខ្ញុំត្រូវតែជួយគាត់ដោះស្រាយរឿងទាំងនេះឲ្យបានអាឡូ000មែនទេលោកប្រធានវាងតើលោកទេមកយប់យ៉ាងនេះមានការអ្វីដែរអូអ្នកស្រីអ្នកតែងតែនិយាយថាស្រោចទឹកក្តៅវានឹងវែងនេះមិនមែនជាទឹកចំនួនជន់លេខប្រាសាទស្ដេចណាទេអីលើកនេះយើងរួចរាល់ហើយណាត្រកូលមកអូខេលោកប្រធានវាងសូមលោកកុំបារម្ភអីពួកយើងប្រកាសជាមិនធ្វើឲ្យលោកខកបំណងឡើយចាស់សៀវទៀនគឺជានីមែនទេខ្ញុំដឹងហើយលើកមុននេះជួយបងស្រីធំដោះស្រាយបញ្ហាលើកនេះនេះជួយបងស្រីទី2ដោះស្រាយបញ្ហាលោកប្រធានវាងទៀតហើយសៀវទៀនខ្ញុំពិតជាស្រឡាញ់នេះខ្លាំងណាស់បងស្រីទី2នេះគឺជាអ្វីដែលខ្ញុំគួរតែធ្វើទេពួកយើងជាគ្រួសារតែមួយមិនបាច់គួរសំពេចទេសៀវទៀននេះល្អគ្រប់យ៉ាងតែម្ដងគ្រាន់តែបន្ទាបខ្លួនពេកបន្តិចតើនេះមកធ្វើថ្មឹងនៅទីនេះធ្វើអីពេញមួយថ្ងៃមិនធ្វើអីស៊ីហើយដេកទៅច្រអូសបើនេះមានចំណុចល្អសំបីតែមួយចំណែកតូចរបស់សៀវទៀនគ្រួសារយើងច្បាស់ជាមានសំណាងធំណាស់ហើយបងស្រីទី2កុំនិយាយដាក់បងធំបែបនេះអីមនុស្សម្នាក់មិនដូចគ្នាទេទោះជាយ៉ាងណាក៏ពួកយើងជាគ្រួសារតែមួយដែរនេះទៅចុះអូត្រូវបងស្រីទី2យកច្រឡំទៀតហើយប៉ុន្តែមិនអីទេឲ្យតែការិយាល័យរបស់បងស្រីទី2អាចរីកចម្រើនទៅមុខមួយកម្រិតទៀតខ្ញុំក៏សប្បាយចិត្តដែរអាចឲ្យបងប្រុសអាចទទួលបានការទទួលស្គាល់ពីបងស្រីទី2លឿនយ៉ាងនេះបើមានការយកច្រឡំក៏យកច្រឡំទៅចុះប៉ុន្តែនៅជាមួយគ្នាតើជាហ្វេនពិតជាមានសមត្ថភាពជួយពួកយើងបានច្រើនយ៉ាងនេះមែនទេខ្ញុំពិតជាពិបាកយឺនណាស់ប៉ុន្តែជាហ្វេនគាត់មិនចាំបាច់នៅក្នុងកំណត់ថៃតបខ្លួនរបស់គាត់ក៏ហកក្នុងសៀវភៅនោះទេហើយនោះគឺជាសភាពពាណិជ្ជកម្មវងហោប្រកាសណាស់ជាហ្វេនដើម្បីគ្រួសារទាំងមូលរបស់យើងបានលះបង់នៅតម្លៃទីច្រើនដែលនឹកស្មានមិនដល់គ្រួសារយើងពិតជាជំពាក់ជាហ្វេនច្រើនពេកហើយមិនបានទេរឿងនេះត្រូវតែបញ្ជាក់ឲ្យច្បាស់មិនអាចបណ្ដោយឲ្យផន់ច្រឡំបែបនេះទៀតឡើយខ្ញុំបងស្រីធំជាហ្វេនមិនមែននៅសភាពពាណិជ្ជកម្មវងហោធ្វើជាជាងទូទៅទេអីឥឡូវនេះខ្ញុំទៅរកគាត់ខ្ញុំនឹងទៅសួរឲ្យច្បាស់ឥឡូវនេះមេឃងឹតហើយចាំទៅនៅថ្ងៃស្អែកចុះមិនបានទេខ្ញុំមិនអាចរងចាំបានសំបីតែបន្តិចទៀតទេខ្ញុំនឹងទៅជាមួយបងតើមិនបានប្រាប់ពួកអ្នករួចហើយទេប្រធានថ្មីរបស់យើងនឹងមិនជួបពួកអ្នកទេហេតុអ្វីបានជាត្រូវមកតាមរំខានមិនឈប់បែបនេះឆាប់ទៅមិនមែនទេពួកយើងមិនមែនមករកប្រធានថ្មីនៅថ្ងៃនេះទេពួកយើងមករកជាងជួសជុលម្នាក់គាត់ត្រកូលលេងពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មួយសន្ទុះចង់រកប្រធានថ្មីមួយសន្ទុះចង់រកជាងជួសជុលគ្មានទេមនុស្សដែលអ្នកចង់រកសូមជួយផងឲ្យខ្ញុំចូលទៅបានទេខ្ញុំអាចឲ្យលុយអ្នកបានអេឈៀវផែនបងស្រីទី2ចង់សួរឯងតើអ្វីដែលសរសេរក្នុងសៀវភៅកំណត់ហេតុនេះជារឿងពិតទាំងអស់មែនទេតើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាទុញទេតើវាពិតឬខ្លាំងខ្លាយវានៅតែសំខាន់ទៀតឬតើនៅពេលណាដែលអ្នករាប់យល់លើអ្វីដែលខ្ញុំបាននិយាយជាហ្វេនតើយើងអាចរកកន្លែងណាមួយដើម្បីជែកគ្នាបានទេប្រសិនបើអ្វីដែលអ្នកបានសរសេរទាំងនេះគឺជាការពិតបងស្រីទី2នឹងសងជំងឺចិត្តអ្នកយកព្រមទេ
ខ្ញុំបានកាត់ដៃទំនាក់ទំនងជាមួយគ្រូសាលេនរួចហើយតើនេះមិនមែនជារឿងដែលគួរឲ្យរីករាយសម្រាប់អ្នករាប់គ្នាទេអ្វីដែលខ្ញុំបានធ្វើគឺលេងសំខាន់ទៀតហើយ Cheo Fan បងស្រីធំខ្ញុំបានសុំទោសរួចហើយហេតុអ្វីបានជាគេនៅតែបែបនេះទៀតទោះបីជាគាត់ពិតជាល្អចំពោះយើងក៏ដោយចុះតើពេលនេះគាត់កំពុងធ្វើពុតជាអ្វីទៀតម្យ៉ាងវិញទៀតវានៅមិនទាន់ប្រកាសថាជាស្នាដៃរបស់គាត់នៅឡើយទេពីមុនមកយើងចំពោះ Cheo Fan និងគ្រូសាមានគ្នា3នាក់របស់ពួកគេពិតជាបានធ្វើមិនល្អដាក់ពួកគេរហូតដល់ថ្នាក់ធ្វើឲ្យក្នុងចិត្តរបស់គេមានការគុំគួនយ៉ាងជ្រាលជ្រៅទោះជាយ៉ាងណាវាក៏ជារឿងធម្មតាដែរវាយឺតណាស់ទៅហើយយើងគួរតែត្រឡប់ទៅវិញឲ្យបានឆាប់ទៅមិនអីទេចូលមកលោកប្រធានលេនបន្ទាប់ពីសភាពាណិជ្ជកម្មវ៉ាន់ហៅបានកាត់ដៃកិច្ចសហការជាមួយសម្ព័ន្ធក្រុមហ៊ុនមកអន្តភាពខ្សែសង្វាក់មូលនិធិរបស់យើងកាន់តែរីកធំទៅហើយតើលោកចង់យកប្រាក់បម្រុងសម្រាប់គម្រោងថ្មីមកប្រើប្រាស់បណ្ដោះអាសន្នសិនដែរឬទេមិនបានទេគម្រោងថ្មីនោះគឺជាគន្លឹះដើម្បីឲ្យយើងឈានទៅកម្រិតខ្ពស់ជាងនេះដែលថាមិនអាចឲ្យដួលរលំដោយងាយបានទេប៉ុន្តែលោកប្រធានលេនប្រសិនបើមិនអាចប៉ះពាល់រន្ធប្រហោងនៃខ្សែសង្វាក់មូលនិធិបានទេនោះសម្ព័ន្ធក្រុមហ៊ុនរបស់យើងអាចនឹងត្រូវប្រកាសសរសៃឋានហើយតើការដែលលោកធ្វើបែបនេះហានិភ័យវាមិនធំពេកទេអ្នកកុំបារម្ភអីខ្ញុំបានឲ្យគេទៅតាក់ទងសភាពាណិជ្ជកម្មវ៉ាន់ហៅរួចហើយឲ្យតែអាចស្ដារកិច្ចសហប្រតិបត្តិការឡើងវិញបានបញ្ហាខ្សែសង្វាក់មូលនិធិនឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួលអ្នកចេញទៅចុះបាទលោកប្រធានលេនជាវធានឲ្យតើក្រុមហ៊ុន Len Group របស់យើងអាចរស់រានមានជីវិតពីគ្រានេះបានដែរឬទេគឺអាស្រ័យលើអ្នកហើយអាឡូ Beiji តើអ្នកមកដល់ហើយឬនៅអូបើមាន Beiji ចេញមកហើយតើមានរឿងអ្វីដែលធ្វើមិនបានទៀតនោះខ្ញុំនឹងប្រធានចិត្តមកដល់ហើយអ្នកគ្រាន់តែរៀបចំខ្លួនទទួលទៅបានហើយនឹកស្មានមិនដល់បង Bay ពិតជាស្គាល់ប្រធានថ្មីនៃសភាពាណិជ្ជកម្មវ៉ាន់ហៅមែនពិតជាសមជាអ្នកមានទំនាក់ទំនងទូលំទូលាយប្រចាំក្រុងជាងពាក្យចាស់ពោលថាអាចលះបង់អ្វីគ្រប់យ៉ាងបានខ្ញុំមិនជឿថាលើកនេះតាក់ទាញគាត់មិនបានទេហាMichael Ke សូមណែនាំបន្តិចប្រធានថ្មីនៃសភាពាណិជ្ជកម្មវ៉ាន់ហៅប្រធានយីវ៉ែនប្រធានយ៉ានរីករាយណាស់ដែលបានជួបអញ្ជើញខាងក្នុងលោកប្រធាននេះគឺជាអ្នកដែលខ្ញុំតែងតែប្រាប់លោកលេងថៃនៃក្រុមហ៊ុន Len Group ជំរាបសួរលោកប្រធានជួបគ្នាលើកដំបូងមិនដឹងថាអ្នកចូលចិត្តអ្វីទេជាទឹកគិតបន្តិចបន្តួចត្រឹមតែ1លានមិនមែនជាការគួរសមអ្វីធំដុំទេថ្ងៃនេះខ្ញុំមកទីនេះគឺដើម្បីតមុខមាត់ឲ្យ Cheo Bay ហើយ Cheo Bay ក៏បានប្រាប់ខ្ញុំពីស្ថានភាពជាក់ស្ដែងរួចហើយដែរខ្ញុំទើបតែមកកាន់តំណែងនៅសភាពាណិជ្ជកម្មវ៉ាន់ហៅរឿងជាច្រើនមិនអាចបង្ហាញការលំអៀងខ្លាំងពេកទេបើមិនដូច្នោះទេពិបាកនឹងឲ្យគេឯងកោតខ្លាចណាស់ហើយដូច្នេះហើយក៏បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Len Group របស់អ្នកពិតជាយល់ច្បាស់ណាស់អ្នកថ្មីឡើងកាន់តំណែងតែងតែបែបនេះឯងចុះសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃមុខតាមពិតទៅក្រុមហ៊ុន Len Group តែងតែជាជំរឿនដំបូងសម្រាប់កិច្ចសហប្រតិបត្តិការរបស់សភាពាណិជ្ជកម្មវ៉ាន់ហៅយើងខ្ញុំនិយាយបែបនេះតើអ្នកយល់ទេប្រធានខ្ញុំយល់ហើយគ្រូសាលីនរបស់យើងនឹងធ្វើតាមការដឹកនាំរបស់អ្នកចាប់ពីពេលនេះទៅល្អឥឡូវនេះសភាពាណិជ្ជកម្មវ៉ាន់ហៅរបស់យើងមានគម្រោងថ្មីមួយព្រោះថាមិនទាន់មានដៃគូនៅឡើយទេមិនដឹងថាគ្រូសាលីនរបស់អ្នកអាចទទួលយកបានដែរឬទេប្រធានបើមានអ្វីត្រូវមានប្រសាសន៍មានប្រសាសន៍ដោយត្រង់ចុះគ្រូសាលីនរបស់យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសភាពាណិជ្ជកម្មរបស់យើងក្រុងនឹងអភិវឌ្ឍដីមួយកន្លែងនៅកណ្ដាលក្រុងឥឡូវនេះនៅកោះខាត់ថវិកាចំនួន 2000 លានទៀត 2000 លាននេះវាច្រើនពេកហើយមែនទេលីនតូចគឺក្រុមហ៊ុន Len Group របស់អ្នកទេតើដែលចង់ធ្វើការជាមួយវ៉ាន់ហៅរបស់យើងសភាពាណិជ្ជកម្មប្រសិនបើអ្នកមិនចង់ទេខ្ញុំគ្រាន់តែគ្រោះវិដៃបន្តិចអ្នកដែលចង់សហការជាមួយយើងនឹងតម្រង់ទូតាំងពីទីក្រុង Jiangcheng ដល់ទីក្រុង Kyoto តើអ្នកយល់ទេចង់ច្បាស់ជាចង់ហើយមានប្រធានជាបង្អែករបស់ខ្ញុំនេះមិនមែនជារឿងពិបាកអ្វីនោះទេក្រុមហ៊ុន Len Group របស់យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងមិនធ្វើឲ្យប្រធានខកបំណងឡើយហាល្អណាស់ជាមនុស្សពូកែដែលចូលចិត្តការប្រកួតប្រជែងក្រុមហ៊ុន Len Group ប្រកាសជានឹងរីកចម្រើនទៅមុខមួយកម្រិតទៀតមកអបអរសាទរកិច្ចសហប្រតិបត្តិការដ៏រីករាយរបស់យើងជុលកែវហាប៉ាម៉ាក់កូនទទួលបានលិខិតអញ្ជើញពីសភាពាណិជ្ជកម្មវ៉ាន់ហៅហើយអូយកូនប្រុសល្អរបស់ម៉ាក់ហាកូនពិតជាមិនធ្វើឲ្យម៉ាក់ខកបំណងមែនបន្ទាប់ពីពេលនេះទៅប៉ាក៏នឹងទុកចិត្តប្រគល់ Len Group ឲ្យកូនគ្រប់គ្រងដែរហាមែនហើយកូនបង្កើតរបស់លោកលីនពិតជាពូកែជាងកូនចិញ្ចឹមមែនហាអូយពេលនេះខ្ញុំពិតជាមានមោទនភាពណាស់អ្វីដែលគ្រួសារយើងទាំងអស់គ្នាធ្វើមិនបានសៀវទៀនបែរជាអាចធ្វើវាបានយ៉ាងងាយស្រួលបែបនេះអូយពិតជាពូកែមែនទេសំណាងហើយដែលបន្ទាប់ពីខ្ញុំត្រឡប់ទៅផ្ទះវិញបានរៀនពីការជ្រលក់ពណ៌ខ្លះពីប៉ាម៉ាក់និងបងស្រី
តារឿងនេះពាក់ព័ន្ធអ្វីនឹងកម្រិតយល់ដឹងពីឯងកុំបន្ទាបខ្លួនពេកអីអាចឲ្យពួកយើងសហការជាមួយសភាពាណិជ្ជកម្មវ៉ាន់ហោម្ដងទៀតបានឯងពិតជាមានគុណសម្បត្តិធំធេងណាស់បងស្រីច្បងក៏បានទទួលផលប្រយោជន៍ដែរឡានស្វ័រដែលឯងចូលចិត្តនោះអញ្ចឹងសប្តាហ៍ក្រោយនឹងទិញឲ្យឯងភ្លាមពិតមែនហើយប្រសិនបើដឹងថាពួកយើងនឹងសភាពាណិជ្ជកម្មវ៉ាន់ហោបន្តកិច្ចសហការឡើងវិញអតិថិជនរបស់ខ្ញុំទាំងនោះច្បាស់ជាត្រឡប់មកវិញទាំងអស់មិនខានសៀវធានរឿងនេះគឺពឹងផ្អែកលើឯងទាំងស្រុងហើយតើឯងចង់បានអ្វីទៀតគឺនឹងទិញឲ្យឯងទាំងអស់បងសៀវធានដើមឡើយខ្ញុំត្រូវអ្នកគ្រប់គ្រងបង្ខំឲ្យឈប់ពីបណ្ដាញសង្គមទៅហើយសំណាងហើយដែលមានបងខ្ញុំអាចធ្វើជាអ្នកផ្សាយផ្ទាល់បានទៀតហើយខ្ញុំមានអ្នកគ្រប់គ្រងម្នាក់មានរូបរាងស្អាតហើយសាច់ឈាមក៏ល្អទៀតខ្ញុំនឹងណែនាំនាងឲ្យធ្វើជាសង្សាររបស់បងហាហាហាអូយមិនបាច់ទេឲ្យតែអាចជួយពួកអ្នកបានខ្ញុំសប្បាយចិត្តណាស់ទៅហើយបានហើយចាំចប់រឿងនេះសិនខ្ញុំនឹងឲ្យសៀវធានកាន់តំណែងជាប្រធានក្រុមហ៊ុន Len Group ឥឡូវនេះពួកយើងមានរឿងសំខាន់ជាងនេះដែលត្រូវធ្វើទៅកន្លែងកម្មវិធីហាហាហាឈប់សិនតើមនុស្សតកូលីនពួកឯងមិនចេះចប់មិនចេះហើយមែនទេប្រាប់ហើយតើថាទីនេះមិនមែនជាកន្លែងដែលពួកឯងគួរមកឡើយប្រញាប់ចេញទៅឲ្យឆាប់ថ្ងៃនេះគឺជាថ្ងៃដ៏ធំរបស់សភាពាណិជ្ជកម្មវ៉ាន់ហោរបស់ពួកយើងបើនៅតែមិនព្រមចេញទៀតយើងនឹងប្រើកម្លាំងបាយហើយឯងហ៊ានគេមើលរបស់ដែលបានកំណត់សិនទៅបើភ្នែកឆ្កែរបស់ឯងឲ្យធំហើយមើលឲ្យច្បាស់ថាវាជាអ្វីការដេញថ្លៃលើកនេះរបស់សភាពាណិជ្ជកម្ម Mare គឺត្រូវបានរៀបចំឡើងសម្រាប់គ្រួសារលេនរបស់យើងប្រសិនបើអ្នកបង្កការពន្យាពេលតើអ្នកអាចទទួលខុសត្រូវដែរឬទេចម្លែកណាស់តើប្រធានថ្មីមិនបាននិយាយថាគ្រួសារលេននិងឆ្កែមិនត្រូវបានអនុញ្ញាតឲ្យចូលទេឥឡូវនេះតើត្រូវធ្វើដូចម្តេចឥឡូវនេះយើងអាចចូលទៅបានហើយមែនទេពិតណាស់សូមស្វាគមន៍មកកាន់សភាពាណិជ្ជកម្ម Mare រឿងកំពេចកំពកទាំងនោះកុំទុកក្នុងចិត្តអីប៉ុន្តែនៅពេលដែលការដេញថ្លៃនេះបញ្ចប់ខ្ញុំប្រកាសជានឹងឲ្យប្រធានថ្មីបណ្ដេញអ្នកចេញម៉ាក់មិនបាច់ហាត់សម្ដីជាមួយមនុស្សប្រភេទនេះទេពួកឯងទៅឲ្យឆ្ងាយទៅហឺម៉ាក់របស់របរនៅទីនេះស្អាតណាស់កូនមិនដាច់ចិត្តញ៉ាំតតែសោះអាហារទាំងនេះគឺសម្រាប់ឲ្យមនុស្សញ៉ាំតាំងពីដំបូងមកម្លេះលើសពីនេះទៅទៀតរបស់ទាំងនេះគឺជារបស់ទេសយើងទាំងអស់ឆៃនៅរបស់យើងចង់ញ៉ាំមួយណាក៏ញ៉ាំមួយនោះទៅអញ្ចឹងកូនចង់ញ៉ាំមួយនោះល្អទេអូហូពិតជាមិនឲ្យពុជឈ្មោះជាសភាពាណិជ្ជកម្ម Marriott Man ពិតជាមានទ្រព្យសម្បត្តិស្តុកតំណាស់មើលការរៀបចំដ៏អស្ចារ្យនេះចុះមើលការតុបតែងនេះមើលទីនេះផេងខេងយេថេងខៃនាងហេតុអ្វីបានជាអ្នកនៅទីនេះហើយថែមទាំងមានកូនឥតខានស្លានេះទៀតតើទីនេះជាកន្លែងដែលពួកឯងអាចមកបានដែរឬបន្ថយសម្លេងបន្តិចរឿងអាស្រូវក្នុងគ្រួសារមិនត្រូវឲ្យអ្នកក្រៅដឹងទេតើឯងខ្លាចថាម្ដាយរបស់យើងមិនទាន់បាក់មុខគ្រប់គ្រាន់ទៀតមែនទេបងថ្លៃស្រីហេតុអ្វីបានជាអ្នកនៅទីនេះតើមួយរយៈនេះសុខសប្បាយជាទេយើងនៅតែជាគ្រួសារតែមួយចំណិចត្រឡប់ទៅផ្ទះឲ្យបានឆាប់តោះថ្ងៃនេះពួកយើងទៅខាងនោះប្អូនថ្លៃស្រីអ្នកមកជាមួយឈីអូហ្វេនមែនទេតើគាត់នៅណាពួកយើងនៅមានរឿងខ្លះចង់និយាយជាមួយឈីអូហ្វេនពីមុនខ្ញុំប្រាប់អ្នកឲ្យដឹងកុំភ្លេចថាថ្ងៃនេះពួកយើងមកទីនេះដើម្បីអ្វីតើលើកឡើងពីកូនអកញ្ញូនោះធ្វើអីគឺកូនឥតខាន់ស្លានោះឯងតើអ្នកមិនមែនធ្វើជាជាងជួសជុលនៅទីនេះទេពួកគេទាំងពីរអ្នកច្បាស់ជាលួចបន្លំចូលមកហើយបានចាក់ចេញពីគ្រួសារអ្នកជិតខាងយើងពួកគេអាចរស់នៅបានតែយ៉ាងវេទនាបែបនេះប៉ុណ្ណោះសម្រាមគួរតែនៅកន្លែងគំនរសម្រាមកុំដើររត់រីគ្រប់កន្លែងគួរឲ្យពើមណាស់ម៉ាក់ប្អូនស្រីតើឯងអាចឈប់និយាយបែបនេះដាក់គាត់បានទេទោះបីជាគ្រួសារពួកគេក៏ដោយគុំរំលឹកពីកូនអកញ្ញូម្នាក់នោះទៀតតើអ្នកមិនយល់ទេមែនទេតោះទៅ Singer ហេតុអ្វីមិនគាល់ពីគាត់ពួកយើងមិនមែនជាសម្រាមទេគឺប៉ាដែលឲ្យខ្ញុំនិងម៉ាក់មកទីនេះប៉ារបស់ខ្ញុំគឺជាប្រធានថ្មីអ្នកដែលត្រូវចាក់ចេញគឺពួកអ្នកឯងអ្នកដែលត្រូវចាក់ចេញគឺពួកអ្នកឯងនិយាយថាប៉ាឯងជាប្រធានថ្មីនៃសភាពាណិជ្ជកម្មវ៉ាន់ហោមែនទេហេតុអ្វីឯងមិននិយាយថាប៉ាឯងជា Superman ផងទៅពិតមែនហើយជាវឈៀនរបស់ពួកយើងធ្លាប់ញ៉ាំបាយជាមួយប្រធានថ្មីទៀតផងប្រសិនបើក្មេងអនាថានោះអាចធ្វើជាប្រធានថ្មីបានខ្ញុំមើលទៅសភាពាណិជ្ជកម្មវ៉ាន់ហោនេះប្រហែលដល់ទីបញ្ចប់ហើយម៉ាក់អូនស្រីនិយាយតាមបែបក្មេងមិនដឹងអីទេឆៃនៅទោះបីជាកូនចង់និយាយការពារប៉ាក៏ដោយប៉ុន្តែមិនត្រូវនិយាយកុហកទេប្រធានថ្មីរបស់គេឈ្មោះ Hiben មិនមែនប៉ារបស់អញលេងវ៉ែនទេអ្នកឯងបានជេរប្រមាថគេរួចហើយមិនបានកុហកទេប៉ារបស់ខ្ញុំគ្រាន់តែជាមនុស្សចិត្តទន់ប៉ុណ្ណោះ
ហាហាហាជាអញ្ចឹងពួកយើងគួរតែទៅកន្លែងអង្គុយ VIP ហើយប៉ា Kinger មានរឿងអ្វីកើតឡើងតើនរណាគេធ្វើបាបពូននឹងម៉ាក់ពួកគេនិយាយថាប៉ាគឺជាមនុស្សថោកទាបថាខ្ញុំនិងម៉ាក់គឺជាសម្រាមខ្ញុំនិយាយថាប៉ាជាអ្នកឲ្យខ្ញុំនិងម៉ាក់មកពួកគេមិនជឿទេថែមទាំងនិយាយថាកូននិយាយកុហកទៀតប្តីសម្លាញ់អំបញ្ញមិញពួកគេឲ្យខ្ញុំដឹងហើយនេះគឺ Kinger អញ្ជើញអង្គុយសិនទៅទុកអ្វីដែលនៅសល់ឲ្យខ្ញុំចុះថ្ងៃនេះសន្តិសុខមិនបានផុតអ្នកទេមែនទេអញអាហាយក្បត់បើភ្នែកអញឲ្យធំហើយមើលឲ្យច្បាស់ទៅពួកយើងត្រូវបានអញ្ជើញដោយប្រធានថ្មីនៃសមាគមពាណិជ្ជកម្មវ៉ាន់ហោលោកគីហ្វែនឲ្យមកចូលរួមប្រជុំតើអ្នកណាហ៊ានគាត់ពួកយើងការអញ្ជើញរបស់ប្រធានថ្មីតើខ្ញុំបានអញ្ជើញពួកគេតាំងពីពេលណាហេតុអ្វីបានជាអ្នកនៅទីនេះថ្ងៃនេះគឺជាថ្ងៃដ៏ធំសម្រាប់សមាគមពាណិជ្ជកម្មវ៉ាន់ហោមនុស្សមិនពាក់ព័ន្ធដូចជាឯងតើមានសិទ្ធិអីមកបង្ហាញខ្លួននៅទីនេះពុកអ្នកមិនអាចនិយាយបែបនេះដាក់ជាហ្វេនបានទេយ៉ាងណាមិញគាត់ក៏ជាគ្រួសាររបស់យើងដែរខ្ញុំដឹងហើយតើគាត់មិនមែនជាជាងតុបតែងទេច្បាស់ជាមកដើម្បីរៀបចំទីកន្លែងហើយបងប្រុសខ្ញុំទើបតែបានស្គាល់ប្រធានថ្មីនៃសមាគមពាណិជ្ជកម្មវ៉ាន់ហោលោកគីហ្វែនគាត់ឲ្យតម្លៃខ្ញុំខ្លាំងណាស់អ្នកនៅទីនេះតើប្រសិនបើមានអ្វីត្រូវឲ្យទួយសូមប្រាប់មកចុះក្នុងនាមជាប្អូនប្រុសខ្ញុំប្រកាសជានឹងទួយបងដោះស្រាយបើប្អូនប្រុសរបស់ឯងចុះលើកមុនឯងវីគេនៅតែនឹកនេះចង់ជួយឯងទៀតហេតុអ្វីគ្រួសារលេនរបស់យើងបែរជាមានមនុស្សរមើលគុណដូចជាឯងបែបនេះប្រធានថ្មីចាំខ្ញុំបានតើអាម្នាក់នេះមិនមែនជួបអ្នកបោកប្រាស់ទេដឹងបើអញ្ចឹងមែនអ្នកពិតជាពូកែណាស់ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការជាមួយសមាគមពាណិជ្ជកម្មវ៉ាន់ហោលើកនេះពុកបានដកចេញរហូតដល់20ឆ្នាំនោះគឺ2000លានឯណោះបងប្រុសក្នុងមួយជីវិតនេះបងប្រហែលជាមិនដែលឃើញលុយត្រានបែបនេះទេឈៀវឈានពិតជាមានសមត្ថភាពណាស់កុំថាឡើយ2000លានសូម្បីតែ4000លានឬ6000លានក៏ដោយពុកសុខចិត្តគាំទ្រកូនទាំងអស់មិនដូចមនុស្សរមើលគុណមួយចំនួននោះទេដូចទូចទ្រាំដែលលើកមិនរួច2000លានពិតជាចិត្តអំណះមែនពួកលើទាំងនេះត្រូវគេបោកហើយនៅជួយរាប់លុយឲ្យគេទៀតអ្នកប្រុសរកយ៉ាងបានត្រៀមរួចរាល់ហើយអ្នកប្រុសអាចមកដូរសម្លៀកបំពាក់បានហើយខ្ញុំដឹងហើយខ្ញុំរំលឹកអ្នកមួយម៉ាត់របស់ខ្លះវាមិនមែនជារបស់អ្នកទេគឺត្រូវបានកំណត់ថាមិនមែនជារបស់អ្នកឡើយសង្ឃឹមកាន់តែខ្លាំងខកចិត្តក៏កាន់តែខ្លាំងដែរតើគេចង់មានន័យថាម៉េចតើគេអាចមានន័យស្អីទៅធ្វើពុតធ្វើពងអីគេនឹងអូពុកម៉ែពួកយើងរកកន្លែងអង្គុយសិនទៅអូមែនហើយសៀវជាតើកូនបានឃើញប្រធានថ្មីនោះហើយឬនៅពួកយើងគួរតែទៅសួរសុខទុក្ខគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅមិនទាន់ឃើញទេពុកប្រធានយាមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយហើយនេះក៏ជាលើកទី1ហើយដែលប្រធានយាបង្ហាញខ្លួនជាសាធារណៈដើម្បីបង្កើនឥទ្ធិពលប្រហែលជាគាត់ចេញមកក្រោយគេបង្អស់ដល់ពេលនោះកូននឹងជួយណែនាំពុកឲ្យយល់ព្រមទេកូនត្រូវយកចិត្តទុកដាក់ឲ្យមែនទេណាឱកាសស្គមរមានណាស់បើកូនឃើញគាត់ហើយត្រូវប្រាប់ពុកលៀមណាមកយឺតមែនទេតោះទៅតើពួកយើងមិនមែនជាដៃគូសហការទេក្នុងរបបសភាពាណិជ្ជកម្មវ៉ាន់ហោទេអីហេតុអីក៏ផ្អែមបែបនេះប្រហែលជាដើម្បីភាពងាយស្រួលក្នុងការដើរចុះដើរឡើងព្រោះមានមនុស្សច្រើនណាស់កន្លែងនេះគឺនៅជាប់នឹងផ្លូវដើរតែម្ដងពេលពួកយើងឡើងលើឆាកក៏វាកាន់តែងាយស្រួលដែរត្រូវហើយប្រកាសជាបែបនេះហើយពិតជាសមជាសភាពាណិជ្ជកម្មវ៉ាន់ហោមែនពិតជាគិតទូបានដិតដល់មែនហាហាទៅអីហេតុអ្វីបានជាពួកគេនៅកៅអីវឹបខាងនោះអីហេតុអ្វីបានជាពួកគេនៅកៅអីវឹបខាងនោះមិនក៏អាចទៅរួចមនុស្សប្រៃទាំងពីរនាក់នេះមិនមែនលួចបន្លំចូលមកទេអីហេតុអ្វីបានជាអង្គុយនៅកៅអីវេបបែបនេះទីនោះមិនមែនគួរតែជាកន្លែងរបស់ប្រធានសមាគមថ្មីទេអីសៀវឈៀនតើនេះជារឿងអីទៅទោះបីជាកន្លែងនោះមិនមែនជារបស់ពួកយើងក៏ដោយក៏មិនអាចឲ្យអាពីរនាក់នោះដណ្ដើមយកបានដែរពុកម៉ែតើអាចទេថាសៀវហ្វានគឺជាប្រធានសមាគមថ្មីមែនស
សិនវាមិនអាចទៅរួចតតែសោះខ្ញុំធ្លាប់ញ៉ាំបាយនិងផឹកស្រាជាមួយប្រធានយីធ្វើម៉េចនឹងមិនស្គាល់គ្នាទៅហើយប្រធានថ្មីរបស់សភាពាណិជ្ជកម្មវ៉នហៅឈ្មោះយីហ្វេននេះជាព័ត៌មានសាធារណៈម៉េចនឹងអាចជាបងលេនវ៉ែនទៅវិញសៀវៀននិយាយត្រូវហើយម្ដាយកូនពីរនាក់នោះមើលទៅដឹងតែគ្មានចំណេះដឹងអីដែរឃើញកន្លែងទំនេរក៏នាំគ្នាទៅឈរនៅទីនោះបងធំឆាប់ទៅដេញពួកគេចេញទៅមិនអាចដោយសារតែពួកគេប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់យើងជាមួយសភាពាណិជ្ជកម្មវ៉នហៅឡើយគ្រួសារមួយនេះពិតជាគ្មានគូក្បាលមែនត្រូវហើយឆាប់ដេញពួកគេចេញទៅប្រសិនបើប្រធានយីបន្ទោសមកប៉ះពាល់ដល់គ្រួសារខាងស្រីយើងគឺចប់ហើយប៉ះពាល់ដល់គ្រួសារខាងស្រីយើងគឺចប់ហើយសូមអ្នកទាំងអស់គ្នាស្ងាត់បន្តិចនៅទីនេះខ្ញុំមានកិត្តិយសណាស់ក្នុងការណែនាំជូនអ្នកទាំងអស់គ្នាអ្នកដឹកនាំថ្មីរបស់សភាពាណិជ្ជកម្មវ៉នហៅគឺលោកយីហ្វេនសូម្បីតែលីនហ្វាននេះគឺជាលីនហ្វានហេតុអីបានជាអាសប្រិយម្នាក់នេះឡើងទៅលើឆាកបានតើគាត់មិនមែនមានបំណងមកបង្កការរំខានទេមែនទេកិច្ចសហប្រតិបត្តិការរវាងគ្រួសារលីរបស់យើងជាមួយសភាពាណិជ្ជកម្មវ៉េហៅមែនទេកូនអុកតេញោម្នាក់នេះពូយ៉ាងលេងស្រឡាញ់ទៀតហើយមិនត្រឹមតែបំផ្លាញទីកន្លែងរៀបចំកម្មវិធីថែមទាំងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់យើងជាមួយវ៉េហៅទៀតអបអរសាទរលោកប្រធានលេនប្រធានថ្មីបែរជាកូនប្រុសច្បងរបស់លោកតោះពួកយើងធ្លាប់បានជួបគ្នានៅក្នុងពិធីជប់លៀងពីមុនមកហើយតើគាត់ពិតជាមានអនាគតល្អមែនពិតមែនហើយលោកប្រធានលេនកូនប្រុសរបស់លោកបានក្លាយជាប្រធានថ្មីរបស់សភាពាណិជ្ជកម្មវ៉េហៅហើយទៅថ្ងៃមុខកុំភ្លេចជួយពួកយើងផងណាពិតមែនហើយពិតមែនហើយពុកឯងកូនអុកតេញោប្រញាប់ចុះមកទីនេះភ្លាមទីនេះមិនមែនជាកន្លែងសម្រាប់ឲ្យឯងមកលេងសើចឡើយលោកប្រធានចៅសុំទោសផងកូនអុកតេញោរបស់ខ្ញុំម្នាក់នេះធ្វើឲ្យកូចទេឈ្មោះអស់ហើយបានប្រមាថដល់សភាពាណិជ្ជកម្មសូមលោកមេត្តាអភ័យទោសឲ្យច្រើនផងតើមានរឿងអ្វីកើតឡើងនឹងប្រធានថ្មីមិនមែនជាកូនប្រុសច្បងរបស់ក្រុមហ៊ុន Lensche ទេតើមានរឿងអ្វីកើតឡើងប្រធានថ្មីមិនមែនកូនប្រុសច្បងរបស់ក្រុមហ៊ុន Lensche តាមសម្ដីរបស់លោកប្រធាន Len ហាក់បីដូចជាអញ្ចឹងមែនអាសាទពូបើឯងមិនត្រពោលលីនតើឯងអាចត្រពោអ្វីបានទៀតពួកយើងចិញ្ចឹមឯងដោយទេអស់រយៈពេលជាង20ឆ្នាំហើយតើឯងតបស្នងពួកយើងបែបនេះមែនទេពិតមែនហើយបងសៀវៀនរបស់ពួកយើងបានជួបប្រធានសមាគមរួចហើយតើឯងមកធ្វើពុតជាអ្នកធំនៅទីនេះធ្វើអីសៀវៀនប្រញាប់ឡើងទៅអូសវាចុះមកឲ្យខ្ញុំភ្លាមប្រញាប់ឡើងបងគ្រាន់តែជាជាងតុបតែងផ្ទះធម្មតាម្នាក់ប៉ុណ្ណោះឱកាសថ្ងៃនេះមិនមែនជាកន្លែងសម្រាប់ឲ្យបងមកជួបឡើយតម្លៃនៃការប្រមាថសមាគមពាណិជ្ជកម្មវ៉ាន់ហៅឯងមិនអាចទទួលខុសត្រូវរួចឡើយបងប្រញាប់ចុះមកសំពះសុំទោសប្រធាននិយាយទៅខ្ញុំនឹងជួយនិយាយជំនួសបងនៅចំពោះមុខគាត់ចាំមើលថាអ្នកណាហ៊ានប៉ះពាល់ប្រធានថ្មីរបស់យើងអ្វីទៅតើអ្នកចង់មានន័យថាគេគឺជាប្រធានថ្មីរបស់សមាគមពាណិជ្ជកម្មមែនទេវាមិនអាចទៅរួចទេតើគេអាចក្លាយជាប្រធានស៊ីយ៉ាងដូចម្តេចទៅលោកប្រធានទៅលោកប្រហែលជាច្រឡំហើយគេគឺជាលីនហ្វានតើមិនមែនជាប្រធានថ្មីយេហ្វានទេខ្ញុំធ្លាប់បានឃើញប្រធានយេគាត់ថែមទាំងបានយកលុយខ្ញុំ 2000 លានទៀតផងមិនមែនទេតើអាចជាគេយ៉ាងដូចម្តេចឈប់ទៅតើអ្នកណាជាប្រធានថ្មីរបស់សមាគមពាណិជ្ជកម្មវ៉ាន់ហៅរបស់យើងតើពួកយើងមិនដឹងខ្លួនឯងទេតើវាដល់វេនពួកអ្នកមកចង្អុលបង្ហាញនៅទីនេះតាំងពីអង្ការប្រសិនបើអ្នកមកទីនេះដើម្បីដាក់ដេញថ្លៃពួកយើងគ្រប់បានហៅស្វាគមន៍ជានិច្ចប៉ុន្តែប្រសិនបើអ្នកមកដើម្បីបង្កបញ្ហាតើអ្នកគិតថាសមាគមពាណិជ្ជកម្មវ៉ាន់ហៅរបស់យើងងាយនឹងធ្វើបាបមែនទេខ្ញុំប្រាប់ហើយតើថាប៉ារបស់ខ្ញុំគឺជាប្រធានថ្មីពួកអ្នកអាក្រក់ទាំងអស់គ្នានៅតែចោទថាខ្ញុំកុហកទៀតឈីងគឺស្ដាប់បង្គាប់បំផុតមិនចេះកុហកឡើយសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាយេហ្វានប្រធានថ្មីរបស់សមាគមពាណិជ្ជកម្មវ៉ាន់ហៅខ្ញុំគឺយីហ្វេនជាប្រធានថ្មីនៃសភាពាណិជ្ជកម្មវ៉ាន់ហៅឥឡូវនេះខ្ញុំសូមប្រកាសជាផ្លូវការចំពោះអ្នកទាំងអស់គ្នាសភាពាណិជ្ជកម្មវ៉ាន់ហៅរបស់យើងតែងតែធ្វើអាជីវកម្មដោយយុត្តិធម៌
ត្រឹមត្រូវនឹងបើកចំហដាច់ខាតនឹងមិនមានករណីប្រាក់ខ្សែរយៈនោះទេសូមអ្នកទាំងអស់គ្នាពិនិត្យឲ្យបានច្បាស់លាស់កុំឲ្យចាញ់បោកគេឲ្យសោះហើយម្យ៉ាងទៀតខ្ញុំមិននិយាយឥតប្រយោជន៍ទេឥឡូវនេះខ្ញុំសូមប្រកាសអ្នកដែលឈ្នះការដេញថ្លៃគម្រោងនេះគឺក្រុមហ៊ុន Hongcheng Group ក្រុមហ៊ុន Hongcheng Group សូមអញ្ជើញអ្នកទទួលខុសត្រូវក្រុមហ៊ុន Hongcheng Group ឡើងលើឆាកសូមអ្នកទាំងអស់គ្នាទេដៃស្វាគមន៍ខ្ញុំឈ្នះការដេញថ្លៃហើយលោកខោប្រញាប់ឡើងឡានទៅគ្រួសារត្រពោលេងនេះពិតជាគួរឲ្យអស់សំណើចមែនកូនប្រុសខ្លួនឯងគឺជាប្រធានថ្មីសោះបែរជាត្រូវមនុស្សបោកប្រាស់ម្នាក់បោកបានទៅវិញនៅទីនេះនិយាយបំពងការពិតទៀតពិតជាគួរឲ្យចង់សើចខ្លាំងណាស់អ្នកប្រហែលជាមិនដឹងទេដឹងឮថាលេងជាស្មានថាខ្លួនឯងធ្វើមិនបានល្អឥឡូវនេះគឺទទួលផលកម្មខ្លួនឯងហើយតើអ្នកណាថាមិនមែនទៅខ្ញុំមើលទៅក្រុមហ៊ុន Len Group បាសជាដល់ទីបញ្ចប់ហើយតើអ្នកណាថាមិនមែនទៅខ្ញុំមើលទៅក្រុមហ៊ុន Len Group ដល់ទីបញ្ចប់ហើយមិនអាចទេនេះមិនមែនជាការពិតទេនេះដាច់ខាតមិនមែនជាការពិតទេគេគ្រាន់តែជាឆ្កែអានិថាដែលខ្ញុំដេញចេញពីផ្ទះប៉ុណ្ណោះគេមិនមែនជាប្រធានថ្មីទេតើគេអាចក្លាយជាប្រធានថ្មីបានយ៉ាងដូចម្តេចតើរឿងនេះវាមានរឿងអ្វីឲ្យប្រាកដឯងនិយាយប្រាប់យើងឲ្យច្បាស់មកតើរឿងនេះវាមានរឿងអ្វីឲ្យប្រាកដកូនឲ្យតើរឿងនេះវាមានរឿងអ្វីទៅតើ Len Fan អាចក្លាយជាប្រធានថ្មីនៃសភាពាណិជ្ជកម្មវងហៅយ៉ាងដូចម្តេចកូនមិនបានជួបប្រធានថ្មីទេអីពុកម៉ែឲ្យវាមិនមែនជាកំហុសរបស់ជាវជាទេគេក៏ត្រូវគេបោកដូចគ្នាបងប្រុសតើអ្នកមិនមានលេខទូរស័ព្ទរបស់ពីគីមខាងទៀតទេទៅគាត់ទៅមែនហើយទេទៅមែនហើយខ្ញុំកំពុងទៅប្រពន្ធរបស់អ្នកលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនមានអ្នកទទួលក្នុងពេលនេះទេសូមព្យាយាមម្ដងទៀតនៅពេលក្រោយពុកម៉ែខ្ញុំហាក់ដូចជាត្រូវបានគេបោកប្រាស់មែនទែនហើយពុកសន្លប់ហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យទៅហេតុអីមានមនុស្សនៅទីនេះបញ្ជូនទៅមន្ទីរពេទ្យទៅអីយ៉ាប្រញាប់បញ្ជូនទៅមន្ទីរពេទ្យទៅអ្នកជំងឺមិនមានបញ្ហាអ្វីធ្ងន់ធ្ងរដល់រាងកាយទេប៉ុន្តែមិនត្រូវឲ្យមានការប៉ះទង្គិចលើចិត្តទេអរគុណលោកគ្រូពេទ្យខ្ញុំដឹងហើយមិនអីទេមែនទេបើមិនដូច្នេះទេលើកនេះច្បាស់ជាមានរឿងធំហើយតើនេះជារឿងអីទៅទោះបីជា Len Fan ជាប្រធានថ្មីនៃសភាពាណិជ្ជកម្មវងហៅក៏ដោយក៏គាត់មិនគួរធ្វើឲ្យម៉ែខឹងដល់ថ្នាក់នឹងដែរគ្រួសារយើងចិញ្ចឹមគាត់ជាង20ឆ្នាំហើយពិតជាភ្លេចគុណមែនប្អូនស្រីកុំនិយាយបែបហ្នឹងអីលើកនេះជាវធីងពិតជាត្រូវបានគេបោកប្រាស់មែនជាវ Fan គាត់មិនបានធ្វើអ្វីខុសទេទោះយ៉ាងណាអាម្នាក់នេះមិនដឹងជាមានសំណាងអីទេពិតជាឯងមែនប្អូនស្រីឯងពិតជាយល់ច្រឡំលើជាវ Fan ហើយនេះគឺជាកំណត់ហេតុប្រចាំថ្ងៃរបស់ជាវ Fan ពេលឯងមើលទៅឯងនឹងដឹងហើយគីយ៉ូឲ្យប្តីឲ្យប្អូនស្រីបានណាត់ខ្ញុំនិយាយថាប្រញាប់ទៅតើមានរឿងអីហ្នឹងអំបញ្ញមិញប្អូនស្រីបានមកបន្ទប់យើងមិននិយាយអ្វីសោះក៏មកសួរដេញដល់ខ្ញុំភ្លាមតែម្ដងតើខ្ញុំបានយកគ្រឿងសម្អាងរបស់នាងមែនទេខ្ញុំថាខ្ញុំមិនបានយកទេបន្ទាប់មកម៉ាក់ខ្ញុំក៏និយាយថាបន្ទប់របស់ប្អូនស្រីមានតែខ្ញុំម្នាក់ពុតតែធ្លាប់ចូលខ្ញុំពិតជាទៅបន្ទប់របស់នាងរាល់ថ្ងៃមែនដើម្បីបោះសម្អាតប៉ុន្តែខ្ញុំពិតជាមិនបានប៉ះពាល់គ្រឿងសម្អាងរបស់នាងទេប្អូនស្រីមិនស្ដាប់ទេទុយទៅវិញនាងបាននិយាយពីអសរោះជាច្រើនប្រពន្ធសម្លាញ់តើវាអាចទៅរួចទេនៅពេលដែលអូនកំពុងបោះសម្អាតអូនច្រឡំយកវាទៅចោលជាសម្រាមដោយអចេតនាមិនអាចទេរាល់ពេលដែលអូនសម្អាតទៅសម្អាងអូនតែងតែប្រុងប្រយ័ត្នខ្លាំងណាស់ប្រសិនបើត្រូវបោះចោលអ្វីមួយមែននោះអូននឹងបញ្ជាក់ជាមួយនាងសិនអីទាំងច្បាស់ជាប្អូនស្រីច្រឡំឬចាំខុសហើយបងនឹងឡើងទៅសួរមើលថាមានរឿងអ្វីនេះគឺជាកំណត់ហេតុប្រចាំថ្ងៃរបស់ Len Fan អ្នកទាំងពីរប្រែជាបែបនេះគឺដោយសារតែបានមើលរបស់នេះល្អបន្តប្តឹងប៉ូលីសទៅបន្តកាន់ជើងនាងទៀតទៅប្អូនស្រីឲ្យគ្នានិយាយថាគ្រឿងសម្អាងរបស់ឯងបាត់តែចង់ឲ្យបងធំជួយរកឲ្យទេរកទៅរកណែណាមិនក៏លួចរបស់គេហើយនៅចង់មកធ្វើពទៀតប្តីប្រពន្ធអ្នកទាំងពីរគឺជាចៅស្រីចៅប្រុសមែនទេពីមុនមកមិនក៏មិនដែលឃើញអ្នកទាំងពីរស្អាតបែបនេះប្អូនស្រីមិនមែនបែបហ្នឹងទេឃើញងាយគ្រាន់តែមកជួយបោះសម្អាតឲ្យឯងប៉ុណ្ណោះនាងដាច់ខាត់មិនបានលួចគ្រឿងសម្អាងរបស់ឯងទេឈប់ទៅគ្រឿងសម្អាងឈុតនោះរបស់ខ្ញុំគឺជាប្រភេទផលិតមានកំណត់ទូទាំងពិភពលោកវាមានតម្លៃរាប់សែនណែណោះតើមានស្រីណាដែលឃើញហើយមិនចង់បាននោះសូម្បីតែខ្ញុំក៏តតែមានកម្មវិធីធំទើបហ៊ានយកមកប្រើដែរតើអាអ្នកស្រែនៅផ្ទះឯងនឹងចេះប្រើវាដែរឬទេបើមុខប្រាស់មិនព្រមទទួលស្គាល់ក៏ហើយទៅនៅតែមកសម្ដែងឲ្យខ្ញុំមើលនៅទីនេះទៀតដោះទឹកមាត់ប្អូនស្រីមិនមែនអញ្ចឹងទេក្នុងរឿងនេះច្បាស់ជាមានមិនចង់ស្ដាប់ការដោះសារភូតភររបស់ឯងទេប្រញាប់ចេញទៅឲ្យឆាប់គ្រួសារ3នាក់នេះមានអ្នកណាម្នាក់ជាមនុស្សល្អទេ
ខ្ញុំចាំឲ្យប្អូនស្រីលោក Dawson ចាំទៅរកនាងដើម្បីបញ្យល់ប្រាប់ឲ្យបានច្បាស់ម្ដងទៀតចាំបន្តិចទៀតខ្ញុំនឹងសើទូមើលតើ Chiao Ming ប្រើគ្រឿងសម្អាងអ្វីទិញឈុតមីឲ្យនាងម្ដងទៀតបងឈៀនអ្នកឯងពិតជាពូកែខ្លាំងណាស់គ្រឿងសម្អាងនេះមិនមែនមានលុយសុទ្ធតែអាចទិញបាននោះទេឲ្យតែអូនចូលចិត្តទៅគឺបានហើយខ្ញុំមានមិត្តភក្តិម្នាក់ចៃដន្យឲ្យគេមានខ្សែរយៈខ្ញុំហៅថាគ្រឿងសម្អាងឈុតមុនរបស់អូនត្រូវបានគេលួចទើបពឹងគេឲ្យជួយរកឲ្យអូនបានមួយឈុតគេរឿងនេះធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ហើយអ្វីសំបីតែរបស់មនុស្សក្នុងផ្ទះខ្លួនឯងក៏លួចដែរនៅតែឈៀវឈៀនល្អជាងឈៀវឈៀនឲ្យឯងនិយាយថាគ្រឿងសម្អាងឈុតនេះគឺជាឯងអ្នកទិញមែនទេបាត់បងប្រុសមានការអីមែនទេចង់រកឲ្យបងថ្លៃមួយឈុតតែមែនទេតើឯងចង់មានន័យថាម៉េចបើមិនមែនបងហែនជាអ្នកទិញទេឬមួយក៏ជាមនុស្សឥតប្រយោជន៍ដូចជាឯងជាអ្នកទិញហើយបងថ្លៃមិនមានមួយឈុតរួចហើយទេអីតើឯងសួរច្រើនធ្វើអីសឹកកណ្ដោរដល់ស្មោករោគសាក់សំតែរស់នៅក្នុងលូបង្ហូរទឹកប៉ុណ្ណោះបងឈៀនតោះទៅពួកយើងមិនចាក់ទិញទេទោះបីជាត្រូវប្អូនស្រីយកច្រឡំក៏ដោយប៉ុន្តែឃើញនាងសប្បាយចិត្តបែបនេះគឺមិនអីទេខ្ញុំជាបងប្រុសរបស់នាងគួរតែបារម្ភនិងអធិស្ឋានឲ្យនាងអាឡូអីគេទិន្នន័យរបស់ខ្ញុំធ្លាក់ចុះមែនទេវាមិនអាចទៅរួចទេមនុស្សច្រើនណាស់ដែលចូលចិត្តខ្ញុំហើយតែងតែផ្ញើកាដូឲ្យខ្ញុំរហូតកាដូមិនសូវមានតម្លៃប៉ុន្មានទេការរាំរបស់ខ្ញុំក៏មិនសូវសិចស៊ីដែរប្រសិនបើមិនធ្វើសកម្មភាពបែបសិចស៊ីទេក្រុមហ៊ុននឹងផ្ដាច់កុងត្រាជាមួយខ្ញុំហើយតើអ្នកទាំងអស់គ្នាមានន័យថាម៉េចអាឡូតើគួរធ្វើបែបណាទៅមិនចង់ធ្វើជាអ្នក live វីដេអូបែបសិចស៊ីទេប៉ុន្តែប្រសិនបើខ្ញុំមិនព្រមលោកម្ចាស់អ្នកចង់ផ្ដាច់កុងត្រាជាមួយខ្ញុំមែនទេសៀវមីស្អាតយ៉ាងនេះហើយច្រៀងក៏ពីរោះទៀតជីវិតរបស់នាងក្នុងជាតិនេះត្រូវបានកំណត់ថាត្រូវឈរនៅក្រោមពន្លឺភ្លើងដែលភ្លឺបំផុតបញ្ចេញពន្លឺនិងភាពត្រចះត្រចង់ហេតុអ្វីបានជារឿងបែបនេះកើតឡើងបានមិនបានទេខ្ញុំត្រូវតែរកវិធីជួយនាងសួស្តីអ្នកទាំងអស់គ្នាដែលទើបតែចូលមកកាន់ការ live តប្រញាប់ចុច follow និងចុចបេះដូងក្រហមនៅត្រង់ខាងឆ្វេងខាងលើផងចូលក្នុងក្រុមអ្នកគាំទ្របានទេហេតុអ្វីបានជាអ្នក live ស្លៀកពាក់ច្រើនម្លេះទៅបដូរខោអាប់ណាដែល sexy បន្តិចទៅបងនឹងផ្ញើយន្តហោះធំមួយឲ្យអូនតើខោអាវនេះមិនស្អាតទេតើខ្ញុំច្រៀងចម្រៀងឲ្យអ្នកទាំងអស់គ្នាស្ដាប់បានទេយន្តហោះមានអីអស្ចារ្យបន្ទាប់ពីអ្នក live ដូរខោអាវហើយសូមរំបទទម្លាក់ព្រះអាទិត្យឲ្យពួកយើងមើលផងខ្ញុំនឹងផ្ញើកាំជ្រួយធំមួយឲ្យនាងពេលនេះខ្ញុំមិនទាន់ចេះរាំទេបើមិនដូច្នោះទេខ្ញុំច្រៀងចម្រៀងឲ្យអ្នកទាំងអស់គ្នាស្ដាប់វិញតើអ្នក live ព្រមរាំឬក៏អត់បើមិនរាំទេពួកយើងទៅហើយកុំអីកុំអើទៅអីលើកក្រោយចាំខ្ញុំរាំឲ្យមើលលីសៀវហ្វៃប្រសិនបើអ្នកនៅតែចង់បានទាំងពីរយ៉ាងចាំតែទទួលផលវិបាកទៅអរគុណច្រើនដែលបានផ្ញើកាំជ្រួយធំមកឲ្យណាអរគុណសម្រាប់ការផ្ញើ Carnival ឲ្យខ្ញុំកញ្ញាសៀវហ្វៃនេះគឺជាបន្ទប់ផ្សាយតខ្លួនរបស់អ្នកចង់ផ្សាយអ្វីក៏បានតាមចិត្តដែរមានពួកយើងការពារអ្នកមាននរណាម្នាក់អាចបង្ខំអ្នកបានទេអរគុណជាអូហ្វីទោះហើយតើអ្នកធ្វើវាបានយ៉ាងដូចម្ដេចអ្នកកុំបារម្ភអីទៅថ្ងៃមុខអ្នកនឹងក្លាយជាពិធីករផ្សាយតឈានមុខគេរបស់ក្រុមហ៊ុនយើងធនធានទាំងអស់នឹងផ្ដល់អាទិភាពដល់អ្នកអរគុណអ្នកទាំងអស់គ្នាប្អូនស្រីឲ្យតែមានបងគ្មាននរណាម្នាក់អាចបង្ខំឲ្យឯងធ្វើអ្វីបានឡើយឯងនឹងក្លាយជាអាទិភាពដែលភ្លឺស្វាងបំផុតនៅក្រោមមេឃនេះជារៀងរហូតអូអ្នកបានធ្វើរឿងជាច្រើនសម្រាប់ខ្ញុំហេតុអ្វីមិនប្រាប់ខ្ញុំហេតុអ្វីមិនប្រាប់ខ្ញុំហើយលើសពីនេះទៅទៀតហើយខ្ញុំសុំទោសបងប្រុសសុំទោសជាអូគឺសុំទោសបងថ្លៃស្រីសមត្ថភាពបច្ចុប្បន្នរបស់បងយីគាត់មិនដែលនិយាយកុហកនៅក្នុងសៀវភៅកំណត់ហេតុឡើយជាអូមីងឯងកុំយំអីរឿងទាំងអស់នេះមិនមែនជាកំហុសរបស់អ្នកតែម្នាក់ឯងនោះទេប៉ុន្តែវាគឺជាកំហុសរបស់គ្រួសារយើងទាំងមូលពួកយើងត្រូវតែទៅសុំទោសគ្រួសារជាអូហ្វេនមិនត្រឹមតែជាអូហ្វេនប៉ុណ្ណោះទេនៅមានថៃយីងនិង Channel ទៀតពួកយើងត្រូវតែទទួលបានការលើកលែងទោសពីពួកគេមែនហើយពួកយើងប្រញាប់ទៅរកជាអូហ្វេនដើម្បីសុំទោសគេទៅពួកឯងចូលមកចុះឪពុកឯងមានរឿងចង់និយាយជាមួយពួកឯងទៅចុះទៅឲ្យបានល្អតើគាត់នៅណារឿងធំបែបនេះតើគាត់អាចរត់រួចទេមានរឿងអីទៅកូនប្រុសមិនមែនគ្រាន់តែត្រូវគេបោកទេអីគាត់ក៏មិនបានតាំងចិត្តដែរអញហៅគាត់មកឥឡូវនេះតើមានប្រយោជន៍អ្វីទៅប៉ុន្តែវាគឺជាអាសនៈចុងក្រោយរបស់គ្រួសារលេនយើងហើយប៉ុន្តែវាគឺជាក្តីសង្ឃឹមចុងក្រោយរបស់គ្រួសារលេនយើងវាពិតជា1.5 trillion មែនណាពុកកុំនិយាយរឿងទាំងនេះទៀតអីពុកសម្រាប់ឲ្យស្រួលសិនទៅ
អាសាត្រិឆានពុកតើពុកបានឃើញអ្វីខ្លះទៀតកូនខុសហើយកូនក៏មិននឹកស្មានថាពួកគេជាពួកបោកប្រាស់ដែរមែនហើយលីនចាស់ខ្ញុំប្រាប់ហើយថាសៀវទៀនគេមិនបានតាំងចិត្តទេអ្នកកុំជេរគេទៀតអីយ៉ាងណាក៏អ្នកត្រូវបានគេបោកទៅហើយទោះជាទៀតក៏មិនអាចទារយក2000លាននោះត្រឡប់មកវិញដែរពួកឯងទាំងពីរនាក់ជាមនុស្សល្ងងពួកឯងដឹងទេថា2000លាននោះមានន័យយ៉ាងណាសម្រាប់គ្រួសារតប៉ូលីនរបស់យើងហេតុអ្វីបានជាខ្ញុំជួបនឹងពួកឯងទាំងពីរនាក់អ្វីដែលមិនបានការបែបនេះដាលីអ្នកកំពុងតែបានចិត្តមែនទេកូនទៅកុំខ្វល់នឹងគាត់អីប៉ុន្តែម៉ែចេញទៅឲ្យឆ្ងាយពុកឥឡូវរឿងរ៉ាវវាបានคล้ายទៅជាបែបនេះហើយកុំនិយាយរឿងបន្ទោសអ្នកណាម្នាក់ទៀតអីតែត្រូវរកវិធីដោះស្រាយរឿងនេះវិញដោះស្រាយយ៉ាងម៉េចចប់ហើយចប់អស់ហើយគ្រួសារយើងគ្មានសល់អ្វីទាំងអស់មិនបានទេយើងត្រូវទៅរកសៀវហ្វានគេបានកាត់ការជាមួយយើងរួចហើយទៅរកគេធ្វើអ្វីពុកសម្រាប់ទៅណាអើយសាំងបាបមែនកំ pl ែងណាស់ពីមុនខ្ញុំនិងបងស្រីទី2របស់អ្នកមិនទាន់ប្រកាសថាអ្វីដែលមានក្នុងសៀវភៅកំណត់ហេតុរបស់សៀវហ្វានជាការពិតប្រាកដព្រោះថាមើលទៅតាមអត្តចរិតរបស់គេកាលពីមុនមើលទៅមិនដូចជាអាចធ្វើរឿងទាំងនោះបានទេប៉ុន្តែបន្ទាប់ពីកម្មវិធីដេញថ្លៃថ្ងៃនេះរឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ជាក់យ៉ាងច្បាស់ហើយកាលពីដំបូងប្រកាសជាឈីអូហ្វែនបានប្រើប្រាស់កម្លាំងយ៉ាងខ្លាំងដើម្បីជួយពួកយើងពីមុនមកពួកយើងបានទេប្រហែលចំពោះគេខ្លាំងពេកហើយថ្ងៃស្អែកពួកយើងទៅរកឈីអូហ្វែនទាំងអស់គ្នាតើឲ្យបានស្រួលបួលទៅឈីអូហ្វែនទូបង្គំយល់ហើយយប់នេះបោះសម្អាតឲ្យរៀបស្មើប្តីសម្លាញ់ក្នុងពេលដែលពួកគេមកដល់ហើយដាប់មើលថាពួកគេចង់និយាយអ្វីសិនទៅយ៉ាងណាមិញគ្រួសារលេនបានចិញ្ចឹមបីបាច់អ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយបងស្ដាប់តាមប្រពន្ធតើពួកអ្នកមកធ្វើអ្វីទៀតហើយឈីអូហ្វែនពួកយើងមកដើម្បីសុំទោសឈីអូហ្វែនពិតជាសុំទោសខ្លាំងណាស់ពីមុនមកពួកយើងមានការយល់ច្រឡំលើអ្នកហើយក៏មិនបានផ្ដល់ឱកាសឲ្យអ្នកបកស្រាយដែរពួកយើងពិតជាដឹងខ្លួនខុសហើយអ្នកអត់ទោសឲ្យបងស្រីទី2បានទេបងប្រុសខ្ញុំសុំទោសបងសុំទោសឆេងយ៉ោកាន់តែសុំទោសបងថ្លៃស្រីទៀតគឺមកពីខ្ញុំយល់ច្រឡំលើបងថ្លៃស្រីនិងបង្កាច់បង្កូចអ្នកមិនបាច់ទួយទេខ្ញុំនៅតែធ្វើដាក់អ្នកបែបនោះទៀតខ្ញុំពិតជាដឹងខ្លួនខុសហើយតើអ្នកអាចអត់ទោសឲ្យពួកយើងបានទេ China តើពួកអ្នកមិនមានអារម្មណ៍ថាអ្វីដែលខ្លួនឯងកំពុងនិយាយគឺគួរឲ្យអស់សំណើចទេឥឡូវនេះទើបដឹងថាខ្ញុំជាប្រធានសភាពាណិជ្ជកម្មវ៉ាន់ហោហើយចង់ឲ្យខ្ញុំត្រឡប់ទៅវិញទៀតរឿងល្អនៅលើលោកនេះគឺត្រូវបានគ្រួសារលេនរបស់ពួកអ្នកយកទៅទាំងអស់ហើយរឿងត្រូវនឹងខុសកាលពីមុនលែងជារឿងសំខាន់ទៀតហើយសូមពួកអ្នកកុំមករំខានគ្រួសារទាំង3នាក់របស់ពួកយើងទៀតអីឈីអូហ្វែនសៀវហ្វានពួកយើងមិនមែនដោយសារតែឯងជាប្រធានថ្មីរបស់សភាពាណិជ្ជកម្មបានហៅទើបពួកយើងមករកឯងម្ដងទៀតនោះទេប៉ុន្តែបងស្រីពិតជាដឹងខុសហើយបងសុំអង្គវរែងអត់ទោសឲ្យលោកប៉ារបស់ពួកយើងផងពីព្រោះលើកនេះគាត់បានចូលមន្ទីរពេទ្យហើយបងសង្ឃឹមថាឯងនឹងអាណិតលោកប៉ាខ្លះបងមិនសុំឲ្យឯងត្រឡប់ទៅគ្រួសារតកូលីនវិញទេប៉ុន្តែបងសង្ឃឹមថាឯងនឹងយល់ព្រមតាមបងស្រីណាលើកនេះបានទេតើវាពាក់ព័ន្ធអ្វីនឹងខ្ញុំយេហ្វានមិនមានទំនាក់ទំនងអ្វីជាមួយគ្រួសារតកូលីនទៀតទេសៀវហ្វានពួកយើងជាគ្រួសារតែមួយណាពួកយើងពិតជាខុសហើយសុំទោសសុំអង្គវរែងទៅផ្ទះជាមួយពួកយើងវិញទៅឲ្យពួកយើងសងជំងឺចិត្តឯងវិញបានទេឯងស្មានថាការសងជំងឺចិត្តរបស់ពួកឯងខ្ញុំនឹងឲ្យតម្លៃមែនទេមនោសញ្ចេតនាដែលមកយូរពេលវាថោកជាងស្មៅទៅទៀតខ្ញុំមិនត្រូវការទេបងសៀវហ្វានទោះបីជាមានរឿងខ្លះពួកយើងធ្វើមិនត្រូវប៉ុន្តែក៏មានរឿងច្រើនដែរដែលពួកយើងមិនបានបង្កាច់បង្កួយពួកឯងមែនទេឧទាហរណ៍ដូចជាអ្វីដែលម៉ែដោះលីបានឃើញតើរឿងនោះអាចជាការពុករហូបដែរឬទេតើគាត់អាចបង្កាច់បង្កួយពួកឯងដោយគ្មានហេតុផលមែនទេសៀវហ្វានពួកយើងបងប្អូនស្រីទាំង3នាក់បានលុតកំពុងឲ្យឯងហើយ
Tớ kếtជាមួយបងធំវិញទៅបានទេគ្រួសារយើងជួបជុំគ្នាវិញមិនល្អទេអីគ្រួសារតែមួយតើពួកយើងជាគ្រួសារតែមួយមែនទេចាប់តាំងពីត្រឡប់មកវិញនៅថ្ងៃនេះតើមានថ្ងៃណាដែលពួកឯងចាត់ទុកពួកយើងជាសមាជិកគ្រួសារខ្លះឥឡូវនេះខ្ញុំមានគ្រួសារហើយប៉ុន្តែដាច់ខាតមិនមែនជាពួកឯងទេអ្នកណាទៅដឹងប្រហែលជាអ្វីម្យ៉ាងហើយរឿងរញ៉េញ៉ៃទាំងអស់នេះយ៉ាងណាក៏ដោយគេមិនមែនជាកូនបង្កើតឡើយពួកយើងខ្លាចជាបែបនេះហើយគេនៅតែធ្វើដាក់ពួកយើងបែបហ្នឹងទៀតល្មមហើយជាហ្វេនធ្វើបែបនេះច្បាស់ជាមានហេតុផលរបស់គេមិនខានពួកយើងត្រឡប់ទៅវិញសិនទៅមើលថានៅក្នុងនេះនិយាយពីខ្លឹមសារអ្វីឲ្យប្រាកដតោះទៅនេះគឺជាលីវមែននិងលេនកំណត់រាសាឆ្លៃឆ្លងនឹងការទេប្រាក់របស់ឆែនតុងរីតុង10តុងរយតុងពាន់តុងម៉ឺនមិនក៏ច្រើនយ៉ាងនេះឬមួយក៏លីវមែននិងបងឈៀវឈៀនរួមដៃគ្នាទម្លាក់កំហុសឲ្យគ្រួសារបងឈៀវហ្វេនមិនចម្លែកទេដែលកាលពីមុនពេលគ្រួសារឈៀវហ្វេនបង្កបញ្ហាគឺសុទ្ធតែជាម៉ៃដោះលីវចេញមកទាំងអល់មកពួកយើងប្រកាសជាត្រូវគេបោកហើយប៉ុន្តែតើពួកយើងអាចប្រកាសបានយ៉ាងណាថារបស់ទាំងនេះមិនមែនជាការក្លែងបន្លំឥឡូវនេះឈៀវហ្វេនគឺជាប្រធានថ្មីនៃសភាពាណិជ្ជកម្មវ៉ាន់ហោគេមិនចាំបាច់មកធ្វើរឿងល្បីតូចតាចបែបនេះទេពិតឬមិនពិតហើយលេនជិននិងម៉ៃដោះលីវមកទួនាំទៅនឹងដឹងច្បាស់ហើយអាឡូម៉ៃដោះលីវមកទីនេះមួយផ្លែតមកអ្នកនាងធំអ្នកនាងទី2អ្នកនាងទី3ហៅខ្ញុំមែនទេម៉ែដោះលីវតើអ្នកមានលាក់បាំងរឿងអ្វីនឹងខ្ញុំមែនទេអ្នកនាងធំតើអ្នកមានន័យថាម៉េចខ្ញុំមិនដែលលាក់បាំងរឿងអ្វីពីពួកអ្នកឡើយប្រសិនបើខ្ញុំនិយាយកុហកសូមឲ្យរន្ទះបាញ់ស្លាប់យ៉ាងវេទនាចុះមើលរបស់ទាំងនេះសិនទៅចាំមកសត្វឲ្យខ្ញុំស្ដាប់អ្នកនាងធំអ្នកនេះរបស់ទាំងនេះរបស់អ្នកសុទ្ធតែជារបស់ខ្លាំងៗទាំងអស់ភូស្តាងទាំងនេះគឺបានមកពីសភាពាណិជ្ជកម្មវ៉ាន់ហោទាំងអស់តើពួកគេនៅកម្រិតណាហើយអ្នកនៅកម្រិតណាតើពួកគេចាំបាច់មកមួយបង្កាច់ម៉ែដោះដូចជាអ្នកធ្វើអ្វីអ្នកឯងពិតជាឲ្យតម្លៃខ្លួនឯងខ្ពស់ពេកហើយមកដល់ពេលនេះហើយអ្នកនៅតែហ៊ាននិយាយកុហកទៀតខ្ញុំនិយាយការពិតរឿងទាំងអស់នេះគឺជាការពិតល្អណាស់អាមនុស្សថោកទាបហ៊ានណាស់ដែលបោកពួកយើងនិយាយមកតើមានរឿងអ្វីទៀតដែលពួកយើងមិនទាន់ដឹងខ្ញុំទទួលស្គាល់ថាខ្ញុំបានធ្វើជាសាក្សីប៉ុន្តែនេះក៏ដោយសារតែអ្នកប្រុសលេងហ៊ានជាអ្នកបង្ខំដែរគាត់និយាយថាបើខ្ញុំមិនយល់ព្រមគាត់នឹងបណ្តេញខ្ញុំចេញពីការងាររហូតដល់រោគមនុស្សមកសម្លាប់ខ្ញុំទៀតឆៃទីសៀអ្នកប្រុសលេងហ៊ានតែងតែឲ្យលុយខ្ញុំយ៉ាងច្រើនរាល់លើកបងធំបងទី2ប្អូនស្រីតើមានរឿងអ្វីហ្នឹងហេតុអ្វីបានជាទឹកមុខពួកបងមើលទៅមិនស្រួលយ៉ាងនេះរងមែវហេតុអ្វីបានជាឯងលូតជង្គង់នៅលើដីលេងហ៊ានឯងត្រឡប់មកត្រកូលលេងច្រើនឆ្នាំមកហើយតើត្រកូលលេងរបស់ពួកយើងប្រព្រឹត្តចំពោះឯងយ៉ាងណាខ្លះក្នុងចិត្តឯងដឹងច្បាស់ណាស់ហេតុអ្វីបានជាឯងធ្វើរឿងទាំងនេះដើម្បីបោកប្រាស់ខ្ញុំបងធំខ្ញុំគ្រាន់តែត្រូវបានគេបោកលុយខ្លះតាខ្ញុំមិនបានតាំងចិត្តឯណាមិនបាច់តាមទារឿងនឹងមិនឈប់បែបនេះទេមកដល់ពេលនេះហើយឯងនៅចង់បោកខ្ញុំទៀតមែនទេសូម្បីតែម៉ែដោះលីវក៏បានទទួលស្គាល់ដែរខ្ញុំឃើញថាឯងតតែដល់បានដឹងខ្លួនបើភ្នែកមើលឲ្យច្បាស់មើលថាវាជាអ្វីមិនក៏អាចទៅរួចរឿងទាំងនេះមិនមែនត្រូវបានលោកចោលអស់ហើយទេអីពីមិនគួរណាកាលពីមុនខ្ញុំហៅបងយ៉ាងស្និទ្ធស្នាលតតែសោះមិននឹកស្មានថាឯងជាមនុស្សអាក្រក់ក្នុងស្រមោលបែបនេះសោះខ្ញុំមិនយល់ថាពួកបងកំពុងនិយាយពីអ្វីទេរបស់ទាំងនេះសុទ្ធតែអាចធ្វើខ្លាំងៗបានទាំងអស់ពួកបងគុំជឿឲ្យសោះណាខ្ញុំដឹងហើយគឺលិនវ៉ែនប្រកាសជាលិនវ៉ែនមិនខានច្បាស់ជាគាត់ជាអ្នកញុះញង់បំបែកបំបាក់ហើយអ្នកប្រុសតូចឆែនភូស្តាំងទាំងអស់នេះគឺនៅចំពោះមុខហើយក្រដាសកັບលើងមិនទេពួកយើងគួរតែទទួលស្គាល់វាទៅក្រឡេកមើលរឿងរ៉ាវដែលខ្ញុំបានធ្វើឲ្យអ្នកពីមុនមកបងថ្លៃស្រីរបស់ខ្ញុំគួរតែដឹងថាមានថ្ងៃនេះពិតជាកម្មពៀមែននិយាយផ្ដេសផ្ដាសតើនៅពេលណាដែលខ្ញុំធ្វើរឿងទាំងនេះសម្រាប់តែអ្នកខ្ញុំមិនមានទេខ្ញុំមិនដែលធ្វើរឿងទាំងនេះទេទាំងអស់នេះគឺជាការទម្លាក់កំហុសឲ្យខ្ញុំអ្នករាល់គ្នាត្រូវបានគេបោកប្រាស់ហើយតើអ្នកគិតថាពួកយើងជាក្មេងអាយុ3ឆ្នាំឬតែឥឡូវនេះជាហ្វេនមានឋានៈអ្វីតើអ្នកមានឋានៈអ្វីតើគាត់ចាំបាច់ប្រើឋានៈរបស់គាត់មកធ្វើបាបអ្នកដែរឬទេតើអ្នកចង់សម្ដែងដល់ពេលណាទៀតពួកយើងនឹងមិនចាញ់បោកទៀតទេបើប្រៀបធៀបអ្នកជាមួយបងឆេលហ្វេនសូម្បីតែកាន់ស្បែកជើងឲ្យគាត់ក៏មិនសមដែរបងស្រីនឹកស្មានមិនដល់ថាបងហ៊ានវាខ្ញុំសោះអ្នកហ៊ានវាខ្ញុំព្រោះតែក្មេងអនាថានោះមែនទេខ្ញុំដឹងហើយ
ឥឡូវនេះអ្នករាល់គ្នាដឹងហើយលេនហ្វេនគឺជាប្រធានថ្មីនៃសភាពាណិជ្ជកម្មវ៉ាន់ហោដូច្នេះហើយទើបអ្នកប្រញាប់ប្រញាល់ទៅអែបអបជាមួយគាត់មែនទេបោះបង់ចោលនៅអ្វីដែលហៅថាភាពមានបានអ្នករាល់គ្នាសុខចិត្តពីក្មេងអនាថានោះអ្នកនៅតែមិនជឿខ្ញុំទៀតឬតើអ្នកកំពុងនិយាយអ្វីកុំយកពួកយើងទៅប្រៀបធៀបជាមួយមនុស្សថោកទាបដូចជាអ្នកនិងពួកយើងសមាជិកគ្រួសារដែលបានរស់នៅជាមួយគ្នាជាង20ឆ្នាំវាមិនមែនជាអ្វីដែលមនុស្សដែលទៅតែមកដល់ពាក់កណ្ដាលទីដូចជាអ្នកអាចយល់បានឡើយនៃគ្រួសារតើពីមុនអ្នកមិនបាននិយាយទេថាលេនហ្វេនគឺជាមនុស្សខ្លាំងតើខ្ញុំមិនមែនជាគ្រួសាររបស់អ្នកទេឥឡូវនេះអ្នករាល់គ្នាគ្រប់គ្នាសុទ្ធតែជាមនុស្សថោកទាបដែលឃើញតែលុយតើខ្ញុំមិនមែនគ្រាន់តែចាញ់បោកលុយបន្តិចបន្តួចទៅទៀតណាមែនទេតើអ្នកចាំបាច់ត្រូវអែបអពូនអថានស្លានោះដល់ថ្នាក់នឹងមែនទេអូតើអ្នកមានសិទ្ធិអ្វីមកនិយាយមកកាន់ខ្ញុំមីងធានតើឯងឈួតហើយមែនទេតើឯងនិយាយជាមួយបងស្រីទី2យ៉ាងម៉េចកើតឯងខ្លួនឯងជាអ្នកធ្វើខុសទុយទៅវិញបែរជាមកបន្ទោសពួកយើងទៅវិញហើយខ្ញុំនិយាយតើឯងខុសដែរទេឯងនិយាយមកពួកអ្នកមានមនោសញ្ចេតនាជាមួយកូនអថានស្លានោះជាង20ឆ្នាំហើយប៉ុន្តែនៅពេលប្រឈមមុខនឹងរឿងទាំងនេះតើពួកអ្នកធ្លាប់ជឿជាក់លើគេដែរទេតើពួកអ្នកភ្លេចហើយមែនទេអ្នកដែលដេញពួកគេចេញពីត្រកូលលីនពិតប្រាកដមិនមែនជាខ្ញុំទេគឺពួកអ្នកខ្លួនឯងនឹងហើយគឺពួកអ្នកខ្លួនឯងឥឡូវនេះពួកអ្នកមកធ្វើជាស្ដាយក្រោយហើយមកស្ដីបន្ទោសខ្ញុំទាំងមិនស្មោះត្រង់បែបនេះប៉ុន្តែតើខ្ញុំធ្លាប់ដេញលីងប៉ាយចេញទេមានខ្ញុំគ្រាន់តែប្រើល្បិចបន្តិចបន្តួចប៉ុណ្ណោះដើម្បីចង់បានក្តីស្រឡាញ់ពីពួកអ្នកតើខ្ញុំខុសមែនទេខ្ញុំជាប្អូនប្រុសបង្កើតរបស់ពួកអ្នកណាខ្ញុំចង់បានក្តីស្រឡាញ់ពីពួកអ្នកនិងពុកម៉ែតើខ្ញុំខុសមែនទេអ្នកដែលធ្វើឲ្យលីនហ្វានឈឺចាប់បំផុតមិនមែនជាខ្ញុំទេគឺពួកអ្នកខ្លួនឯងនឹងហើយគឺមកពីការមិនទុកចិត្តរបស់ពួកអ្នកចំពោះគេការទេប្រមាថនិងការស្ដីបន្ទោសរបស់ពួកអ្នកបានធ្វើឲ្យគេឈឺចាប់ដល់បេះដូងទើបចុងក្រោយគេសម្រេចចិត្តចាក់ចេញពីផ្ទះនេះពួកយើងទាំងអស់គ្នាត្រូវបានឯងបោកប្រាស់មិនមែនពួកយើងមិនជឿបងស៊ីហ្វាននោះទេប្រសិនបើឯងមិនបានបោកពួកយើងឲ្យជឿទេនោះតើពួកយើងអាចធ្វើបែបនោះដាក់ស៊ីហ្វានយ៉ាងម៉េចទៅឯងត្រូវតែផ្ដល់ការពន្យល់ដល់ពួកយើងខ្ញុំមិនបានធ្វើអ្វីផងតើឲ្យខ្ញុំពន្យល់ពីអ្វីតើពួកអ្នកចង់មានន័យថាម៉េចឥឡូវហ្នឹងតើចង់យកទុកលំបាកដែលពួកអ្នកធ្លាប់ដាក់លើលីនហ្វានវេទនាមកទម្លាក់លើរូបខ្ញុំទាំងអស់មែនទេពួកអ្នកពិតជាបងស្រីដ៏ល្អរបស់ខ្ញុំមែនប្អូនស្រីដ៏ល្អឲ្យឈៀវឈៀនខ្ញុំទទួលស្គាល់ពួកយើងបានធ្វើរឿងជាច្រើនដែលខុសចំពោះឈៀវហ្វេនគាត់ទៅសុំទោសគេប៉ុន្តែប្រសិនបើអ្នកពិតជានៅតែរឹងរូសបែបនេះពួកយើងមានតែប្តឹងប៉ូលីសប៉ុណ្ណោះអ្នកនាងធំសូមកុំប្តឹងប៉ូលីសឲ្យសោះសូមកុំប្តឹងប៉ូលីសអីអ្នកនាងលោកប្រុសខ្ញុំសូមអង្វរអ្នកខ្ញុំមិនចង់ធ្វើទៀតទេអ្វីដែលអ្នកចង់ឲ្យខ្ញុំធ្វើខ្ញុំបានធ្វើអស់ហើយខ្ញុំសូមអង្វរអ្នកកុំខ្វល់ពីខ្ញុំអីអ្នកទៅចុះខ្ញុំមិនទៅបន្ទប់ទៅទេថយចេញទៅលេងហ្វេននេះអ្នកចង់សម្លាប់បំបិតមាត់មែនទេគឺអាសត្វត្រឆានម្នាក់នេះអ្នកចាត់ទុកវាជាមីជាប្រាក់ចុះឆាប់ទៅអាមនុស្សគោចទៅបន់ស្រន់ទៅមិនមែនចិត្តណាទេនរណាប្រាឲ្យគេមកបង្កាច់បង្កប់ខ្ញុំគ្រូសាលេនរបស់ពួកយើងចំពោះអ្នកជាច្រើនឆ្នាំមកនេះមិនស្មើនឹងចិញ្ចឹមឆ្កែមួយក្បាលផងរទង្វើរបស់អ្នកពួកយើងមិនអាចអត់ទោសឲ្យអ្នកបានទេខ្ញុំទទួលស្គាល់ខ្ញុំពិតជាធ្លាប់ឲ្យលុយខ្លះទៅម្ដាយអ្នកប៉ុន្តែខ្ញុំពិតជាមិនដែលធ្វើបាបពួកអ្នកឡើយខ្ញុំទើបតែមកដល់ផ្ទះខ្ញុំចង់បានក្តីស្រឡាញ់ពីពួកអ្នកទើបបានជាខ្ញុំដឹងខុសហើយគឺជាកំហុសរបស់ខ្ញុំនឹងទៅសុំទោសបងប្រុសឥឡូវនេះទៅងាប់ទៅពួកឯងទាំងអស់គ្នាគួរតែស្លាប់លុយខ្ញុំបានផ្ញើឲ្យអ្នករួចហើយឆាប់ចុះដៃទៅធ្វើឲ្យស្អាតដៃស្អាតទៀងបន្តិចកុំបារម្ភអីលោកប្រុសលេនខ្ញុំធ្វើការអ្នកទុកចិត្តចុះធានាថានឹងមិនរាលដាលដល់អ្នកឡើយអាឡេនវែងចង្រៃគុំស្មានថាឲ្យតែអ្នកបានក្លាយជាប្រធានសភាពាណិជ្ជកម្មវ៉ាន់ហោអាចសង្កត់ខ្ញុំបានអញមានវិធីជាច្រើនដើម្បីសម្លាប់ឯងឲ្យងាប់កាលពីមុនរឿងទាំងនេះគឺសុទ្ធតែឈៀវឈៀនលួចយកស្នាដៃរបស់ឈៀវហ្វេនទាំងអស់មិនក៏អាចក្លាយជាបែបនេះទៅវិញតើកូនប្រកាសអំពីភាពត្រឹមត្រូវនៃសៀវភៅកំណត់ហេតុនេះទេប៉ាបានបញ្ជាក់អស់ហើយពួកយើងទទួលបានកំណត់ត្រារបស់ម៉ែដោះលាវនិងកំណត់ត្រាឧក្រិដ្ឋកម្មទាំងអស់របស់លេនខេននិងកំណត់ត្រាសារជាអក្សរហើយពួកគេក៏បានសារភាពដោយផ្ទាល់មាត់ដែរអ្វីដែលពួកឲ្យខឹងបំផុតនោះគឺលេនខេនដើម្បីគេចវេសពីការទទួលខុសត្រូវបានរុញម៉ាក់លេនទៅបុកនឹងត្រង់ទោសឥឡូវនេះម៉ាក់របស់ខ្ញុំកំពុងសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់ឯកនៅឡើយទេតាមសម្ដីរបស់គ្រូពេទ្យលទ្ធផលដែលល្អបំផុតគឺក្លាយជាមនុស្សរកទៀតថែមទាំងអាចនឹងមិនអាចរក្សាជីវិតបានទៀតផងតើជាតិមុនបានសាងបាបកម្មអ្វីទៅទើបបានមកចិញ្ចឹមសត្វត្រឆានបែបនេះតើលេនយ៉ងហងជាតិមុនបានសាងបាបកម្មអ្វីទៅទើបបានមកចិញ្ចឹមសត្វត្រឆានបែបនេះឈៀវហ្វេនគឺគ្រួសារយើងដែលខុសចំពោះកូនគេគឺជាកូនបង្កើតរបស់យើងណាហេតុអ្វីបានជាគេអាចធ្វើបែបនេះបានខ្ញុំស្អប់ណាស់ពួកយើងនឹងឈៀវហ្វេនបានរស់នៅជាមួយគ្នាអស់រយៈពេល20ឆ្នាំប៉ុន្តែចុងក្រោយបែរជាខ្ញុំថែមទាំងបានធ្វើរឿងដែលប៉ះពាល់ដល់គេជាច្រើនទៀតផងខ្ញុំសុំតែស្លាប់
ខ្ញុំពិតជាសុំតែស្លាប់មែនតើលោកយ៉ាងម៉េចហើយលោកលិនចុះតើពេលនេះពួកយើងគួរធ្វើបែបណាទៅតើអាចធ្វើអ្វីបានទៀតអ្នកនិងខ្ញុំត្រូវទៅសុំទោសគេវាមិនពាក់ព័ន្ធនឹងថាតើក្រុមហ៊ុន Lenche របស់យើងផ្សាយធនឬអត់នោះទេពួកយើងត្រូវតែទៅសុំទោសគេដោយផ្ទាល់បាទប៉ាម៉ាក់ពួកយើងនឹងទៅជាមួយអ្នកទាំងពីរហើយខ្ញុំក៏ចង់ទៅដែរចំពោះរឿង Chiao Fan នេះខ្ញុំនិងម៉ាក់របស់ឯងទទួលខុសត្រូវចម្បងពួកឯងកុំទៅអីដាប់បង្កប់ទៅអ្នកគ្រូពេទ្យខ្ញុំចង់ចេញពីមន្ទីរពេទ្យចូលមកលោកប្រុសប្តីប្រពន្ធអ្នកជិតខាងបានរងចាំនៅខាងក្រៅពេញមួយថ្ងៃហើយឲ្យពួកគេទៅវិញទៅចៅទិញខោអាវខ្លះឲ្យពួកគេទៅហើយនឹងទឹកក្តៅផងអាអ្នកសុំទានតូចអាម្នាក់យំពួកយើងសុទ្ធតែមានប៉ាម៉ាក់ឯងគឺជាក្មេងអនាថាដែលគ្មានអ្នកណាចង់បានអាអ្នកសុំទានតូចអាម្នាក់យំអាអ្នកសុំទានតូចអាម្នាក់យំអាអ្នកសុំទានតូចអាម្នាក់យំឈប់លៀមពួកឯងកំពុងធ្វើអ្វីហ្នឹងកំពុងធ្វើបាបគេវាបំបាក់ជើងពួកឯងឥឡូវកូនមិនអីទេមែនទេក្រោកឡើងពួកយើងចាស់នេះใจដល់ឲ្យឯងមានកូនប្រុសចាប់ពីថ្ងៃនេះទៅឯងគឺជាកូនប្រុសរបស់ពួកយើងហើយហាហាតោះទៅផ្ទះជាមួយពួកយើងទៅផ្ទះម៉ាក់ខោអាវនេះសំនឹងខ្លួនណាស់ជាវឈានរបស់យើងសង្ហាណាស់លោកម្ចាស់លោកស្រីបាយហើយញ៉ាំឲ្យលឿនទៅតោះទៅជាវណែនប្អូនប្រុសរបស់ឯងទៅតែមកវិញប្រហែលជាខ្លាចមនុស្សប្លែកមុខបន្តិចហើយម៉ាក់នឹងផ្ញើលុយខ្លះឲ្យឯងថ្ងៃនេះឯងចេញទៅរកអ្វីឆ្ងាញ់ញ៉ាំនៅខាងក្រៅទៅម៉ាក់នឹងផ្ញើលុយខ្លះឲ្យឯងថ្ងៃនេះឯងចេញទៅរកអ្វីឆ្ងាញ់ញ៉ាំនៅខាងក្រៅទៅពួកយើងលួងលោមគេសិនតោះញ៉ាំបាយពួកយើងញ៉ាំបាយចាប់ពីពេលនេះទៅឯងជួយថែរក្សាកូនប្រុសរបស់ឡាយយ៉ងហេងខ្ញុំផងអាសាតពូជនាមត្រប៉ូលីនតើអាចមាននាមត្រប៉ូអ្វីផ្សេងទៀតអ្នកប្រុសសមាជិកគ្រួសារត្រប៉ូលីនបានធ្វើរឿងទាំងនោះចំពោះអ្នកខ្ញុំក៏ខឹងខ្លាំងណាស់ដែរអ្នកចង់កាត់ការពួកគេខ្ញុំរឹតតែលើកដៃទាំងពីរគាំទ្រប៉ុន្តែក្រឡេកមើលពួកគេទាំងពីរក្នុងសភាពបែបនេះប្រសិនបើមិនបានជួបអ្នកពួកគេនឹងមិនចាក់ចេញឡើយខុសហើយខ្ញុំនឹងចុះទៅក្រោមបន្តិចមើលចុះលោកលីនសៀវប៉ៃចេញមកហើយទីបំផុតគេព្រមជួបពួកយើងហើយសៀវប៉ៃមើលស្អីត្រឡប់ទៅកន្លែងធ្វើការរបស់ពួកឯងវិញទៅហើយអ្នកទាំងអស់គ្នាក៏ត្រូវនៅឲ្យឆ្ងាយដែរបាទសៀវហ្វានប៉ាសុំទោសកូនកាលពីមុនប៉ាជឿជាក់លើអាសាត្រិឋានសៀវទៀននោះខ្លាំងពេកធ្វើឲ្យប៉ះពាល់ដល់គ្រួសារកូនទាំងមូលប៉ាខុសហើយប៉ាសង្ឃឹមថាកូននឹងត្រឡប់មកវិញគឺម៉ាក់ណាសៀវហ្វានម៉ាក់ក៏សុំទោសកូនដែរមិនគួរជឿពាក្យសម្ដីតែម្ខាងរបស់អត្រិឋាននោះទេមួយបង្កាច់ពួកកូនម៉ាក់សុំទោសពួកកូនតើខ្ញុំបានប្រាប់ពួកអ្នកប៉ុន្មានដងហើយពួកយើងបានកាត់ការគ្នាដាច់ហើយពួកអ្នកនៅតែហៅខ្លួនឯងថាជាប៉ាម៉ាក់ខ្ញុំទៀតតើពួកអ្នកសុំនឹងធ្វើអីចឹងទេខ្ញុំដឹងហើយគ្រួសារត្រប៉ូលីនរបស់ពួកអ្នកចិញ្ចឹមខ្ញុំជាង20ឆ្នាំហើយលុយក្នុងកាតនេះគឺគ្រប់គ្រាន់សម្រាប់ពួកអ្នករស់នៅពេលចាស់ទៅហើយចាត់ទុកថាជាថ្លៃតែទំនាក់ទំនងដែលខ្ញុំផ្ដល់ឲ្យពួកអ្នកចុះចាត់ទុកថាជាថ្លៃតែទំនាក់ទំនងដែលខ្ញុំផ្ដល់ឲ្យពួកអ្នកចុះសៀវហ្វានមិនមែនទេសៀវហ្វានមិនមែនសៀវហ្វានទេពួកយើងមិនចង់រកលុយទេ
ពួកយើងគ្រាន់តែចង់ឲ្យកូនត្រឡប់មកវិញប៉ុណ្ណោះសៀវហ្វាងយ៉ាងណាមិញពួកយើងបានរស់នៅជាមួយគ្នាជាង20ឆ្នាំមកហើយពុកមិនជឿថាកូនគ្មានមនោសញ្ចេតនាចំពោះពុកនោះទេពុកដឹងថាកូនមានអារម្មណ៍អាក់អន់ចិត្តក្នុងចិត្តប៉ុន្តែកូនកុំបារម្ភអីឲ្យតែពួកកូនអាចត្រឡប់មកវិញបានពុកនិងម៉ែនឹងសងកូនវិញរាប់ពាន់ដងអ្វីដែលពួកកូននិយាយគឺត្រឹមត្រូវហើយគ្រាន់តែយល់ដល់មនោសញ្ចេតនាជាច្រើនឆ្នាំមកនេះត្រឡប់មកវិញមកសៀវហ្វានមិនមែនទេសៀវហ្វាងកូនផ្ដល់ឱកាសឲ្យពុកម្ដងទៅអ្វីដែលពួកយើងចង់បានមិនមែនជាលុយទេពុកមិនចង់ឲ្យកូនត្រឡប់មកវិញទេសៀវហ្វានឯងសារភាពមកមានទេអ្នកប្រុសតើលោកមិនអីទេទាំងអស់នេះគឺជាកំហុសរបស់ខ្ញុំដែលពិតជាមិនបានគេកុំនិយាយទៀតអីឆាប់បញ្ជូនមនុស្សទៅមន្ទីរពេទ្យឲ្យលឿនឡើងអ្នកប្រុសហេតុអ្វីបានជាមានគេចង់សម្លាប់លោកសួរទៅនឹងដឹងហើយគឺជាឯងគឺជាខ្ញុំលីនធានបញ្ជាឲ្យឯងមកមែនទេលីនធានស្អីគេខ្ញុំមិនដឹងថាអ្នកកំពុងនិយាយពីអ្វីទេស្អីគេតើគ្រួសារតកូលីនរបស់លីនធានមិនចង់រស់ទៀតទេមែនទេហ៊ានបញ្ជូនមនុស្សមកសម្លាប់អ្នកប្រុសរបស់យើងផងខ្ញុំនឹងចាត់មនុស្សឲ្យទៅចាប់ពួកគេទាំងអស់ឥឡូវនេះខ្ញុំនឹងធ្វើឲ្យពួកគេរស់នៅទាំងវេទនាបំផុតមិនបាច់ទេនេះគឺជាគំនិតរបស់លីនធានតែម្នាក់ឯងប៉ុណ្ណោះតើមានន័យថាម៉េចឬមួយក៏គ្រួសារតកូលីនធ្វើបែបនេះដើម្បីឲ្យលោកដូរចិត្តមកវិញបានប្រើល្បិចធ្វើបាបខ្លួនឯងជ្រុលហួសហេតុពេកហើយប៉ុន្តែតម្លៃនេះវាគូសពេកហើយមួយកម្មបិតមិញនេះប្រសិនបើវាទៅចំកន្លែងគ្រោះថ្នាក់ជាងនេះបន្តិចទៀតគឺប្រហែលជាមិនចាំបាច់បញ្ជូនទៅមន្ទីរពេទ្យទេរហូតមកដល់ពេលនេះអ្នកនៅតែមិនព្រមសារភាពទៀតមែនទេខ្ញុំបានប្រាប់ហើយថាខ្ញុំមិនដឹងថាអ្នកកំពុងនិយាយពីអ្វីទេតើឲ្យខ្ញុំសារភាពអ្វីលេងខ្ញុំទៅតើអ្នកចង់ធ្វើអ្វី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 ចំពោះខ្ញុំបាទគឺខ្ញុំនឹងធ្វើវាជាលើកទី2នៅលើភ្នំក៏មិនខ្វះខ្ញុំមកសម្រាប់អ្នកដែរអូអ្នកពិតជាមានសេចក្តីក្លាហានមិនធម្មតាមែនសូម្បីតែប្រធានសភាពាណិជ្ជកម្មវ៉ាន់ហាវរបស់យើងក៏អ្នកហ៊ានប៉ះពាល់ដែរលោកប្រធានអ្នកនិយាយថាគាត់គឺជាប្រធានមែនទេអ្នកកុំចូលទៅអីប្រាប់ខ្ញុំថាគាត់គ្រាន់តែជាកូនឥតខានស្លាដែលគ្មានអ្នកណាចង់បានប៉ុណ្ណោះអូអ្នកគិតថាតើខ្ញុំចាំបាច់ត្រូវកុហកអ្នកដែរឬទេខ្ញុំពិតជាមិនដឹងថាអ្នកគឺជាប្រធាននោះទេប្រសិនបើខ្ញុំដឹងថាអ្នកមានឋានៈបែបនេះតើធ្វើដូចម្តេចឲ្យខ្ញុំហ៊ានទទួលការងារនេះទៅឪពុករបស់អ្នកបានធ្វើឲ្យខ្ញុំវិនាសហើយលោកជាមនុស្សមានចិត្តទូលាយសម្រាប់អាអណ្ដាតួឲ្យសពនេះទៅបានហើយជួយធ្វើរឿងមួយឲ្យខ្ញុំតើមានអ្វីដែលអ្នកធ្វើមិនកើតតើគឺចង់ឲ្យខ្ញុំត្រឡប់ទៅសម្លាប់អ្នកប្រុសលីនវិញមែនទេឲ្យខ្ញុំត្រឡប់ទៅសម្លាប់អ្នកប្រុសលីនទៅសម្លាប់គាត់ធ្វើបែបនេះវាស្រួលសម្រាប់គាត់ពេកហើយបើដូច្នោះខ្ញុំនឹងជួយអ្នកចាត់ការរឿងនេះតើអ្នកនឹងព្រមលើកលែងទោសឲ្យខ្ញុំដែរឬទេតើអ្នកគិតថាអ្នកមានសិទ្ធិជ្រើសរើសដែរឬទេលើកមុខឡើងក្រោកឡើងអាទី3តើរឿងនោះចាត់ការដល់ណាហើយអ្នកប្រុសលេតើធ្លាប់មានពេលណាដែលអាទី3ដូចជាខ្ញុំធ្វើការខុសឆ្គងដែរឬទេកុំបារម្ភអីក្មេងម្នាក់នោះប្រហែលជាទៅដល់សៀនណៃហឺបាត់ហើយនៅពេលនេះពិតមែនឬអាសន្តានថោកទាបដែលគួរឲ្យងាប់ក៏ចង់មកតាំងជាមួយខ្ញុំដែរចាំជាតិក្រោយទៅគ្រាន់តែជាអ្វីពេលដែលខ្ញុំធ្វើការឪពុករបស់អ្នកក៏នៅទីនោះដែរដើម្បីជៀសវាងបញ្ហាខ្ញុំបានកំចាត់គាត់ជាមួយគ្នាដែរតើឯងនិយាយថាអីលោកម្ចាស់វ័យក្មេងប្រសិនបើខ្ញុំមិនធ្វើបែបនេះទេរឿងនេះអាចនឹងត្រូវលាតត្រដាងខ្ញុំធ្វើបានល្អណាស់លោកម្ចាស់វ័យក្មេងអាពូចាស់មិនងាប់ម្នាក់នោះកាន់កាប់តំណែងប្រធានក្រុមប្រឹក្សាពិបាលបណ្ដោះអាសន្នមិនព្រមលែងដៃខ្ញុំចង់សម្លាប់ពីចោលតាំងពីយូរមកហើយដល់ពេលនោះចាំនិយាយថាអាសន្តានថោកទាបនោះជាអ្នកសម្លាប់វាទៅពិតជាល្អអត់ចោះណាស់ប៉ុន្តែខ្ញុំសូមរំលឹកអ្នកណាខ្ញុំឲ្យលុយអ្នកតែមួយចំណែកតូចប៉ុណ្ណោះ
លោកប្រុសលីនពិតជាស័ក្តិសមជាអ្នកធ្វើការទំមែងបងទី3ខ្ញុំពិតជាកោតសរសើរណាស់បានហើយបើអញ្ចឹងប្រញាប់ញ៉ាលុយមកវិញមកខ្ញុំត្រូវរួចពីខ្លួនហើយបើមិនអញ្ចឹងទេប្រសិនបើខ្ញុំត្រូវទីតាបានយើងទាំងពីរនាក់នឹងត្រូវចាប់ហើយដឹងហើយខ្ញុំនឹងផ្ញើលុយឲ្យអ្នកឥឡូវនេះឥឡូវនេះទាំងអាសន្តានថោកទាបនោះនិងអាខ្មៅចាស់នោះសុទ្ធតែស្លាប់អស់ហើយក្រុមហ៊ុន Len Group ទាំងមូលគឺជារបស់ខ្ញុំហើយថ្មីនេះត្រកូលរីដែលជាត្រកូលអ្នកមានបំផុតលេខ1ក្នុងប្រទេសឆេមានបំណងចង់វិនិយោគ100,000 លាននៅក្នុងទីក្រុងនេះដើម្បីអបអរសាទរការវិលត្រឡប់មកវិញរបស់ក្បត់នានៃត្រកូលយីនេះគឺជាលើកដំបូងសម្រាប់ត្រកូលយីដែលវិនិយោគជាសាធារណៈនៅក្នុងតំបន់កម្រិតក្រុងហើយមេគ្រូសាត្រកូលយីបានសម្រេចចិត្ត3ថ្ងៃក្រោយនឹងរៀបចំនៅក្នុងទីក្រុងនេះនឹងរៀបចំពិធីជប់លៀងតែងតាំងសម្រាប់ក្បត់នានៃត្រកូលយីឬថាពិធីជប់លៀងអបអរសាទរនេះតម្លៃសម្បត្តិអញ្ជើញបានឡើងលើសពី10 លានទៅហើយទោះបីជាមានលុយក៏ដោយក៏រកទិញមិនបានដែរកម្លាំងធំនៅក្នុងទីក្រុងនេះសូម្បីតែសភាពាណិជ្ជកម្មវងហោក៏កំពុងតែដណ្ដើមយកសិទ្ធិចូលរួមដែលមានចំនួនកំណត់ដែរពិធីជប់លៀង Renting លើកនេះអាចនិយាយបានថាសម្រាប់ទីក្រុងជាងឆេងក្នុងរយៈពេលរាប់ឆ្នាំមកនេះគឺជាព្រឹត្តិការណ៍ដ៏ធំសម្បើមបំផុតសូមទស្សនារបាយការណ៍លម្អិតនៅខាងក្រោមកូនប្រុសដ៏ឆ្នើមនៃគ្រួសារដែលជាគ្រួសារអ្នកមានលេខ1នៅក្នុងប្រទេសគ្រីឆែពិតជារឿងរីករាយទ្វេដងមែនរឿងចង្រៃដែលខ្ញុំទើបតែដោះស្រាយរួចខ្ញុំកំពុងតែបារម្ភពីរបៀបដោះស្រាយបញ្ហាញញែរបស់គ្រួសារអ្នកទៀតខាងព្រះជាម្ចាស់បានផ្ដល់ឱកាសដ៏ល្អបែបនេះមកឲ្យខ្ញុំមែនខ្ញុំលេងថែនគឺជាបុរសដែលត្រូវបានកំណត់ថាត្រូវឈរនៅលើកំពូលនៃពីរ៉ាមីតអ្នកប្រុសរឿងគ្រប់យ៉ាងត្រូវបានចាត់ចែងរួចរាល់ហើយខ្ញុំដឹងហើយចំហើយទុកការព្រមានឲ្យអាម្នាក់នោះផងកុំឲ្យដល់ពេលដែលយើងរៀបឆាករួចរាល់ហើយតួឯករបស់យើងបែរជាចូលទាមិនបានទៅវិញបាទអ្នកប្រុសនៅមានរឿងមួយទៀតលោកម្ចាស់និងលោកស្រីចង់ជួបអ្នកទាំងអស់គ្នាជាមុនប្រហែលជាថ្ងៃមុនពីទីភ្ជាប់ពាក្យមួយថ្ងៃល្អណាស់វីពូតែអញ្ចឹងហើយឯងចាត់ចែងទៅបានហើយបាទដល់ពេលដែលពួកយើងត្រូវបញ្ចប់រឿងគ្រប់យ៉ាងហើយតើកូនមិនបានទៅសុំទោសជាហ្វ្រេនទេអីក្នុងអំឡុងពេលដែលពុកសម្រាប់នៅមន្ទីរពេទ្យកូនមិនបានមកទូសុំទុកម្ដងណាឡើយតើកូនទេមកក្រុកម៉ាក់ធ្វើអីលើនេះកូនបានទៅរកបងប្រុសរួចហើយប៉ុន្តែគាត់មិនព្រមជួបកូនទេកូនក៏គ្មានវិធីដែរកូនមិនបានទៅជួបមែនប៉ុន្តែក៏ដើម្បីរវល់រកការរឿងគ្រួសារយើងដែរឥឡូវនេះកូនបានរកឃើញវិធីដែលអាចធ្វើឲ្យក្រុមហ៊ុន Lens Group រស់ឡើងវិញបានហើយតើលេនឈៀនកំពុងតែមានគម្រោងអាក្រក់អ្វីទៀតហើយតើអ្នកគិតថាខ្ញុំនៅតែជឿអ្នកទៀតទេបើគ្មានការងារអ្វីទៀតទេខ្ញុំសូមបិទទូរស័ព្ទឲ្យបងស្រីខ្ញុំពិតជាបានរកឃើញវិធីហើយប៉ុន្តែត្រូវការជំនួយពីបងស្រីទី2និងប្អូនស្រីដែរកន្លងមកអ្នកបានធ្វើរឿងជាច្រើនដែលធ្វើឲ្យ Cheo Fan ជាចាប់តើយើងអាចជឿអ្នកបានយ៉ាងដូចម្តេចទៅបងស្រីធំអ្វីដែលខ្ញុំបានធ្វើខុសតែមួយគត់នោះគឺគ្រាន់តែចង់បានក្តីស្រឡាញ់ពីអ្នកទាំងអស់គ្នាបានបង្កាច់បង្គុចបងប្រុសនិងគ្រួសាររបស់គាត់ប៉ុន្តែខ្ញុំមិនដែលធ្វើបាបអ្នកទាំងអស់គ្នាឡើយតើអ្នកទាំងអស់គ្នានៅណាតើយើងជួបគ្នាបានទេប្រសិនបើវិធីសាស្ត្ររបស់ខ្ញុំមិនគួរឲ្យទុកចិត្តអ្នកទាំងអស់គ្នាអាចបដិសេធបានយ៉ាងពេញទំហឹងយល់ព្រមទេពួកយើងនឹងជឿអ្នកជាលើកចុងក្រោយថ្ងៃនេះយឺតណាស់ហើយចាំថ្ងៃស្អែកទោះស្អែកពួកយើងនឹងរងចាំអ្នកនៅផ្ទះបងស្រីនិងប្អូនស្រីដ៏ល្អរបស់ខ្ញុំមែនទេតើរបស់នេះធ្ងន់ទេសង្ឃឹមលើអ្នកទាំងអស់គ្នាហើយមកនេះហៅមនុស្ស2 3នាក់មកឯងទៅផ្ទះត្រកូលលេងជាមួយខ្ញុំហេម៉ាក់កាលពីយប់មិញម៉ាក់មិនបានទៅរក Cheo Fan ទេអីហើយអ្វីបានជាមិនឃើញមកផ្ទះពេញមួយយប់អញ្ចឹងទូរស័ព្ទក៏លោកប៉ាជាអ្នកកាន់ដែរអ្នកស្រីសឹកស្ថានភាពជំងឺរបស់លោកលេនបានទូស្វាយហើយសូមអ្នកកុំបារម្ភអីចំពោះរឿងលួចធ្វើទៀតនៅថ្ងៃនេះសូមអ្នកជួយការពារជាបណ្ដោះអាសន្នផងចាខ្ញុំដឹងហើយក្រុមហ៊ុន Lens Group នឹងប្រកាសសរសៃធនក្នុងពេលឆាប់នេះកាលពីម្សិលមិញម៉ាក់និងប៉ាក៏មិនបានជួប Cheo Fan ដែរក៏បានទៅក្រុមហ៊ុនដើម្បីដោះស្រាយការងាររឿងច្រើនពេកក៏ត្រឡប់មកវិញយឺតទោះជាយ៉ាងណាក៏ដោយអ្នកនិងប៉ាត្រូវតែថែរក្សាសុខភាពឲ្យបានល្អមែនហើយអ្នកទាំងអស់គ្នាក៏គួរតែមានការងារផ្ទាល់ខ្លួនដែលត្រូវដោះស្រាយដែរហើយអ្វីបានជាគ្រប់គ្នាស្នាក់នៅផ្ទះក្នុងពេលថ្ងៃត្រង់បែបនេះចាំនិយាយគ្នានៅថ្ងៃស្អែកគាត់មានវិធីជួយឲ្យគ្រួសារយើងរស់ឡើងវិញតើយើងកំពុងរងចាំអ្វីពីគាត់បានធ្វើឲ្យគ្រួសារយើងរងទុក្ខវេទនាយ៉ាងខ្លាំងហើយអ្វីបានជាអ្នកទាំងអស់គ្នានៅតែហ៊ានជឿជាក់លើគាត់ទៀតម៉ាក់ស្ដាប់ពូននិយាយសិនអ្នកកុំអើប្រញាប់ពេកអីពួកយើងមិនបានយល់ព្រមជាមួយគាត់លៀមនោះទេយ៉ាងណាមិញទោះបីជាគាត់បានធ្វើរឿងឈួតជាច្រើនពាក់ព័ន្ធនឹងរឿងរបស់ Cheo Huang ប៉ុន្តែគាត់ក៏មិនបានធ្វើឲ្យខ្ញុំឈឺចាប់ពិតប្រាកដដែរពួកយើងប៉ុន្តែបងស្រីធំបងស្រីទី2ប្អូនស្រីតូចខ្ញុំត្រឡប់មកវិញហើយម៉ាក់ក៏នៅទីនេះដែរហ៎លេងធានតើអញពិតជាមានវិធីធ្វើឲ្យគ្រួសារលេនរបស់យើងរស់ឡើងវិញមែនទេបងស្រីធំ
ការដែលខ្ញុំហៅអ្នកទាំងអស់គ្នាត្រឡប់មកវិញគឺច្បាស់ជាមានវិធីហើយបើមិនអញ្ចឹងទេតើខ្ញុំមានបំណងអ្វីទៅលេងសើចជាមួយអ្នកទាំងអស់គ្នាខ្ញុំមិនបានអត់ទុកដល់ថ្នាក់នឹងទេល្អបំផុតឯងកុំលេងល្បិចអីបើមិនអញ្ចឹងទេឯងនឹងត្រូវរងផលវិបាកជាមិនខានល្អបំផុតគឺឯងមានវិធីបើមិនអញ្ចឹងទេពួកយើងនឹងទូទាត់បញ្ជីចាស់បញ្ជីថ្មីជាមួយគ្នាអ្នកទាំងអស់គ្នាអង្គុយចុះសិនទៅពួកយើងនិយាយគ្នាយឺតតើប៉ុន្មានថ្ងៃនេះអ្នកទាំងអស់គ្នាបានមើលព័ត៌មានដែរទេពួកយើងគ្មានពេលទៅមើលព័ត៌មានអីទេគ្រាន់តែដោះស្រាយរឿងរញ៉េញ៉ៃតខ្លួនក៏ហត់ល្មមទៅហើយតើឯងចង់និយាយអ្វីឲ្យប្រាកដឆាប់និយាយមកអូនស្រីតូចឯងកុំអើប្រញាប់ពេកខ្ញុំបានមើលព័ត៌មានក្នុងរយៈពេល2ថ្ងៃនេះគ្រូសាអ៊ីដែលជាគ្រូសាអភិជនលេខ1ក្នុងទីក្រុងនឹងមកកាន់ទីក្រុងនេះដើម្បីបង្កើនកេរ្តិ៍ឈ្មោះនិងចែករំលែកបទពិសោធន៍នេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់គ្រូសាលេងរបស់យើងក្នុងការងើបឈរឡើងវិញពួកយើងមិនអាចបណ្ដោយឲ្យឱកាសនេះរំលងផុតទៅបានទេវិធីដែលឯងនិយាយគឺជារឿងនេះមែនទេគ្រូសាអ៊ីគឺជាគ្រូសាលំដាប់លេខ1ក្នុងទីក្រុងដ៏ធំនេះហើយលើកនេះត្រូវរៀបចំពិធីសែនដូនតាត្រឡប់មកវិញនៅភ្នំគីលានទៀតគ្រូសាលីនរបស់យើងនៅក្នុងខ្សែភ្នែករបស់អ្នកដទៃគឺគ្រាន់តែជាស្រមោចប៉ុណ្ណោះតើឯងគិតថាពួកយើងអាចមានទំនាក់ទំនងជាមួយគ្រូសាយេបានទេតើគេមានហេតុផលអ្វីដែលត្រូវជួបខ្ញុំមិនមែនខ្ញុំចង់បំបាក់ទឹកអ្នកទាំងអស់គ្នាទេគ្រាន់តែពិធីទទួលស្គាល់សាច់ញាតិនោះតើពួកយើងអាចចូលទៅបានដែរឬទេបើមិននិយាយថាឯងគ្មានគូក្បាលទេមិនចម្លែកទេដែលត្រូវគេបោកហើយខ្ញុំក៏បានតាក់ទងអ្នករត់ការរួចហើយដែរតែ15លានប៉ុណ្ណោះពួកយើងនឹងអាចចូលទៅបានទោះបីជាគ្រូសាលីនរបស់យើងធ្លាក់ខ្លួនក៏ដោយប៉ុន្តែលុយបន្តិចបន្តួចប៉ុណ្ណឹងគួរតែអាចរកបានមែនទេល្អណាស់តើវាងឆ្ងាយបែបនេះគឺដើម្បីតែមកទុំលុយសោះដឹងស្រាប់ហើយថាគ្មានរឿងល្អឯណាទេតែឯងដឹងទេថាដោយសារតែលើកមុនឯងត្រូវគេបោកអស់7លានធ្វើឲ្យកានីក្រុមហ៊ុនរបស់យើងទាំងមូលត្រូវបានបង្កប់គុំថាឡើយដល់10លានសូម្បីតែ1លានក៏ឥឡូវនេះយកទិញមិនបានផងតើឯងព្រមបោះបង់គំនិតនេះទៅបានទេអីទេសូម្បីតែលុយបន្តិចបន្តួចប៉ុណ្ណឹងក៏អ្នកទាំងអស់គ្នាគ្មានដែរទោះជាអាចយកទិញមកបានតើវាយ៉ាងម៉េចទៅនោះគឺជាគ្រូសាយេណាពួកយើងសូម្បីតែដើមទុនសម្រាប់ទៅទូគេក៏គ្មានផងបើអីចឹងមែនឥឡូវនេះអ្នកទាំងអស់គ្នាពិតជាមនុស្សឥតប្រយោជន៍ទាំងស្រុងហើយអ្នកទាំងអស់គ្នានិយាយថាខ្ញុំគ្មានដើមទុនមែនទេអ្នកទាំង3មិនមែនជាដើមទុនសម្រាប់ឲ្យខ្ញុំចូលទៅក្នុងគ្រូសាយេទេអីអាសាត្រិឆានតើឯងចង់ធ្វើអ្វីតើឯងមានន័យថាម៉េចឯងសួរខ្ញុំថាមានន័យថាម៉េចមែនទេប្រាប់ការពិតដល់អ្នកទាំងអស់គ្នាទៅចុះអាសាទឹកពូជលីនហ្វាននោះត្រូវបានខ្ញុំសម្លាប់ចោលបាត់ហើយបងស្រីនិងប្អូនស្រីដ៏ល្អរបស់ខ្ញុំឲ្យអ្នកទាំង3ត្រូវបានគេហៅថាជាកាមាសទាំង3នៃទីក្រុងចឹងស្មានថាធានវិញរនៃគ្រូសាយេប្រហែលជាចូលចិត្តខ្លាំងណាស់ពួកអ្នកក្នុងពេលឥឡូវនេះមានតែរូបកាយដ៏ថោកទាបនេះទេដែលនៅមានតម្លៃខ្លះឲ្យតែអ្នកទាំងអស់គ្នាព្រមទៅរកគ្រូសាយេដោយសម្រួលកូនប្រុសរបស់លោកកំពុងដោះសារក្នុងនាមជាអ្នកបម្រើខ្ញុំប្រកាសជានឹងធ្វើឲ្យក្រុមហ៊ុន Lane Shaver ត្រឡប់មកចំណុចកំពូលវិញថែមទាំងកាន់តែរឹងមាំជាងមុនទៀតផងខ្ញុំក៏លះបង់អស់ពីចិត្តដើម្បីគ្រូសានេះដែរអ្នកទាំងអស់គ្នាគួរតែអាចយល់ពីខ្ញុំមែនទេយាមពួកគេឲ្យជាប់ឲ្យខ្ញុំម្នាក់ចាស់នេះក៏ពុំលែងឲ្យសោះលេខជាអ្វីដែលឯងធ្វើនេះគឺខុសច្បាប់ឯងនឹងត្រូវជាប់បណ្ដឹងថ្ងៃក្រោយឯងនឹងស្លាប់មិនល្អទេឯងធ្វើរឿងទាំងនេះមិនខ្លាចបាបកម្មទេស្រែកទៅស្រែកឲ្យខ្លាំងទៅចាំពេលដែលខ្ញុំយកផ្ទះនេះទៅបញ្ចាំសិនខ្ញុំនឹងមានលុយគ្រប់គ្រាន់សម្រាប់ឡាយលិខិតអញ្ជើញហើយឲ្យតែខ្ញុំមានទំនាក់ទំនងជាមួយគ្រូសាយខ្ញុំប្រកាសជាអាចយកអ្វីគ្រប់យ៉ាងដែលជារបស់ខ្ញុំមកវិញបងស្រីទី2ប្អូនស្រីពៅនោះគឺជាគ្រូសាយណាបញ្ជូនអ្នកឲ្យទៅរៀបការជាមួយគ្រូសាយនោះគឺដើម្បីឲ្យអ្នកទៅរស់នៅយ៉ាងមានសុភមង្គលហេតុអ្វីបានជាអ្នកទាំងអស់គ្នាប្រឆាំងខ្លាំងយ៉ាងនេះបើគុំតែម៉ាក់មានអាយុច្រើនពេកខ្ញុំក៏ចង់បញ្ជូនគាត់ទៅជាមួយដែរឯងមើលស្អីមែនទេគ្រូសាលេនរបស់យើងដឹងទេថាហេតុអ្វីបានជាមានរឿងអាស្រូវបែបនេះពិតជាល្ងងខ្លៅមែនឯងសំបីតែសត្វទៀតក៏មិនស្មើផង Lion Chen ឯងមិនមែនជាមនុស្សទេខ្ញុំនៅតែចង់ឲ្យកម្មបិតធំមករកខ្ញុំធ្វើស្អីហ្នឹងលោកអ៊ីចាស់ឲ្យអ្នកថាលើកនេះជា fan ពិតជាព្រមទទួលស្គាល់ដូនតាត្រកូលវិញមែនទេតើគេនឹងមិនព្រមទៀតទេដឹងកុំប្រញាប់អីពួកយើងបានបញ្ចុះបញ្ចូលគេយូរណាស់មកហើយតែគេមិនព្រមទុកចិត្តចុះមិនថាមានរឿងអ្វីកើតឡើងនេះសុទ្ធតែជាការចាប់ដើមដ៏ល្អមួយយ៉ាងណាមិញពួកយើងជំពាក់ជាអបេច្រើនណាស់អូមកហើយកូនប្រុសទោះបីជារបស់នេះជាការពិតក៏ដោយតើវាយ៉ាងម៉េចទៅឥឡូវនេះខ្ញុំមានផ្ទះតែមួយពុតនោះគឺគ្រូសាឡិនក្នុងន័យថាអ្នកបានបោះបង់ចោលតាំងពីដំបូងហេតុអ្វីបានជាឥឡូវនេះមករកខ្ញុំដោយពុតបែបនេះកូនប្រុសរបស់អ្នកបានស្លាប់បាត់ទៅហើយជាអបេខ្ញុំដឹងថាអ្នកចង់ឲ្យពួកយើងប្រហែលជាពួកយើងពិតជាមានការលំបាកមែនឈប់ទៅខ្ញុំមិនចង់ស្ដាប់ការពន្យល់របស់អ្នកទេឥឡូវនេះខ្ញុំមានឪពុកម្ដាយតខ្លួនហើយមានបងស្រីនិងប្អូនស្រីដែលស្រឡាញ់ខ្ញុំមិនត្រូវការគ្រួសាររបស់អ្នកទេខ្ញុំនឹងមិនត្រឡប់មកវិញឡើយអ្នកគួរតែបោះបង់គំនិតនេះទៅឈប់ទៅខ្ញុំមិនចង់ស្ដាប់ការពន្យល់របស់អ្នកទេឥឡូវនេះខ្ញុំមានឪពុកម្ដាយតខ្លួនហើយមានបងស្រីនិងប្អូនស្រីដែលស្រឡាញ់ខ្ញុំមិនត្រូវការគ្រួសាររបស់អ្នកទេខ្ញុំនឹងមិនត្រឡប់មកវិញឡើយអ្នកគួរតែបោះបង់គំនិតនេះទៅណាខ្ញុំដឹងថាវាបានកើតឡើងភ្លាម
នៅក្នុងចិត្តរបស់អ្នកវាពិបាកនឹងទទួលយកណាស់កុំបារម្ភអីប៉ានឹងម៉ាក់នឹងសងជំងឺចិត្តឲ្យកូនវិញជាវ៉ែនជាតិមុនខ្ញុំតែងតែគិតថាគុណបំណាច់នៃការចិញ្ចឹមបីបាច់ធំជាងគុណបង្កើតប៉ុន្តែបានមើលរំលងថាឈាមខាប់ជាងទឹកតើលេងឈៀនមិនមែនជាប្រសាំងដ៏ល្អបំផុតទេពួកគេត្រូវបានខ្ញុំតបត់នឹងជំទាស់ជាច្រើនដងប៉ុន្តែនៅតែខំអស់ពីសមត្ថភាពដើម្បីជួយខ្ញុំប៉ុន្តែខ្ញុំបែរជាមិនតល់ឱកាសឲ្យពួកគេពន្យល់ឡើយជាតិក្នុងនេះខ្ញុំមិនអាចខុសសំដងទៀតទេកូនប្រុសនេះគឺជា Guesen មែនទេមើលទៅពិតជាសង្ហាណាស់មកចៅតាឲ្យតាប្រមោអូអ្នកម៉ាក់អ្នកគឺជា King យើងមែនទេអូហូពិតជាស្អាតណាស់ហាពួកឲ្យស្ដាយណាស់ស្បែកកោបល្អមែនត្រូវបានជ្រូកឈូសអស់ហើយមកយើងទាំងពីរអ្នកម្ដាយនិងកូនចូលក្នុងផ្ទះទីគ្នាឲ្យស្រួលបួលទៅអូយខ្ញុំទេតើដែលជាកូនរបស់ពុកម៉ាក់អ្នកប្រុសយើងក៏ចូលទៅដែរទៅត្រឡប់មកផ្ទះវិញកូនសម្លាញ់ស្វាគមន៍មកផ្ទះវិញម៉ាក់ខ្លាចកូនមិនទម្លាប់ម៉ាក់គ្រាន់តែលេងសើចបន្តិចបន្តួចកូនមិនប្រកាន់ទេមែនទេរឿងធំយ៉ាងនេះកូននៅតែធ្វើរឿងឈួតបែបនេះទៀតថែមទាំងឲ្យម៉ាក់ចូលរួមសម្ដែងទៀតសៀវហ្វានទីបំផុតកូនព្រមត្រឡប់មកវិញហើយកូនសម្លាញ់សៀវហ្វានឯងគឺជាកូនមិនដឹងគុណយាយហ្វានភរិយាដ៏ល្អខាងឈីងអ៊ីនកូនស្រីយាយស៊ីនត្រឡប់មកផ្ទះវិញហើយពិតជាស័ក្តិសមជាគ្រួសារអភិជនលំដាប់ទី1មែនមើលការរៀបចំដ៏អស្ចារ្យរបស់គេចុះមែនហើយគ្រាន់តែមិនដឹងថាតើកូនប្រុសដ៏ឆ្នើមរបស់ត្រកូលយាយម្នាក់នេះគឺជាអ្នកណាឲ្យប្រាកដបើសិនជាអាចស្គាល់គ្នាទុកពីមុនបានខ្លះកុំថាឡើយពួកយើងសូម្បីតែកូនចៅក៏មិនបាច់បារម្ភច្រើនទៀតទៅមុខទៀតដែរឈប់ទៅយកពេលដែលយល់សពទាំងថ្ងៃនោះទៅរកអីញ៉ាំឲ្យបានច្រើនវិញល្អជាងការងាររក្សាសម្ងាត់របស់គេគឺមកដល់បំផុតមានចន្លោះប្រហោងឡើយចង់រកផ្លូវកាត់មែនទេចាំជាតិក្រោយទៅអ្នកណាមិនថានោះខ្ញុំគ្រាន់តែស្រមើស្រមៃបន្តិចបន្តួចប៉ុណ្ណោះក្រុងជាងឈឹងនៅតូចពេកហើយពួកយើងដែលជាកង្កែបក្នុងអណ្ដូងធ្វើមិនអាចទៅដល់នេះពិតនៅលើមេឃបានពួកអញល្អបំផុតគឺសហការជាមួយយកសាកសម្ដាយឥតប្រយោជន៍របស់អញទៅចុះទៅអូនេះមិនមែនជាការមាសទាំង3នៃទីក្រុងជាងឈឹងទេអីបើសិនជាខ្ញុំអាចបេះបានមួយតងវាប្រៀបដូចជាមានសំណាងមហាសាលធ្លាក់ពីលើមេឃសូម្បីតែផ្សែងហុយចេញពីភ្នូបុរសក៏មិនសំដែងឈប់ទៅពួកនាងទាំង3បងប្អូនសុទ្ធតែនៅលីវច្បាស់ណាស់ថាពួកគេមកទីនេះដើម្បីកូនប្រុសដ៏ឆ្នើមរបស់គ្រួសារយាយត្រឹមតែឯងនឹងកង្កែបចង់ស៊ីសាច់ងាននិយាយស្អីនឹងទោះបីជាខ្ញុំស៊ីមិនបានក៏មិនឲ្យខ្ញុំគិតដែរមែនទេថ្ងៃនេះខ្ញុំត្រូវតែយកឲ្យបានកូនប្រុសដ៏ឆ្នើមរបស់គ្រួសារយាយលីនធានយើងឈរនៅកន្លែងនេះសូម្បីតែមកកូនប្រុសដ៏ឆ្នើមរបស់គ្រួសារយាយក៏មើលមិនឃើញផងឯងនៅហ៊ាននិយាយថាមានទំនាក់ទំនងជាមួយគ្រួសារយាយទៀតលោកគេសម្បែងអស់ដើម្បីមកធ្វើជាអ្នកមើលគេមែនទេពិតជាគួរឲ្យអស់សំណើចណាស់លីនធានឯងបិទមកទៅបើឯងនៅតែនិយាយមិនចប់ទៀតខ្ញុំនឹងឲ្យគេយកស្រីចាស់ម្នាក់នោះទៅលក់នៅបរទេសខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើជាពិធីករក្នុងពិធីតែងតាំងកូនប្រុសដ៏ឆ្នើមរបស់គ្រួសារយាយឥឡូវនេះសូមមេត្តាផ្ដល់ការទះដៃស្វាគមន៍គ្រួសារអភិជនលេខ1មេគ្រួសារយាយលោកយាយឆាងហ្វឹងឡើងមានប្រសាសន៍ជាដំបូងក្នុងនាមខ្ញុំជាតំណាងឲ្យគ្រួសារយាយសូមស្វាគមន៍អ្នកទាំងអស់គ្នាដែលបានមកចូលរួមក្នុងពិធីតែងតាំងកូនប្រុសរបស់ខ្ញុំបានរកឃើញកូនប្រុសតែមួយគត់ដែលបាត់ខ្លួនជាច្រើនឆ្នាំរបស់ខ្ញុំនៅទីនេះនៅក្នុងចិត្តរបស់ខ្ញុំគឺជាទឹកដីមហាសំណាងរបស់គ្រួសារយាយដូច្នេះខ្ញុំសម្រេចចិត្តបន្ថែមការវិនិយោគ100,000 លានដល់ទីក្រុងនេះល្អណាស់
ដើម្បីកុំឲ្យខាតពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាកូនឡើងមកលើនេះមកអូលោកយេខ្ញុំមកពីក្រុមហ៊ុនគ្រប់លីនធាននេះមិនមែនជាប្រធានសភាពាណិជ្ជកម្មវ៉ាន់ហាវថ្មីរបស់យើងទេអីគាត់គឺជាគីលីននៃគ្រូសាយអូប្រធានថ្មីពីមុនឈ្មោះលេនវ៉ែនមិនឆ្ងល់ទេដែលបដូរឈ្មោះទៅជាយីវ៉ែនចាក់ចេញពីគ្រូសាលេនតើមិនមែនជាការត្រឡប់ទៅរកបុព្វបុរសក្នុងគ្រូសាយទេតើអ្នកមិនមែនបានត្រឡប់មកវិញយ៉ាងដូចម្ដេចត្រឡប់មកវិញយ៉ាងម៉េចតើមានរឿងអីលោកម្ចាស់វ័យក្មេងមើលទៅរំភើបណាស់ដែលបានឃើញខ្ញុំបងប្រុសដ៏ល្អរបស់ខ្ញុំតាមពិតអ្នកគឺជា Ken Wenger នៃគ្រូសាយពិតជាល្អណាស់អ្នកអាចស្វែងរកឪពុកម្ដាយបង្កើតរបស់អ្នកឃើញក្នុងនាមជាប្អូនប្រុសខ្ញុំពិតជាត្រេកអរជំនួសអ្នកណាស់តើនរណាជាបងប្រុសរបស់អ្នកសាស្ត្រាចារ្យដែលមិនស្គាល់សាច់ញាតិដូចជាឯងមិនសមនឹងហៅយើងថាបងទេតែឥឡូវនេះអ្នកមានការភ្ញាក់ផ្អើលទេដែលខ្ញុំអាចបង្ហាញខ្លួននៅទីនេះតើអ្នកស្មានថាខ្ញុំស្លាប់បាត់ហើយមែនទេបងប្រុសតើបងកំពុងនិយាយពីអ្វីហ្នឹងហេតុអ្វីបានជាខ្ញុំស្ដាប់មិនយល់អញ្ចឹងឈៀវហ្វែនតើនេះមានរឿងអ្វីឲ្យប្រាកដឈៀវហ្វែនគេគឺជាប្អូនប្រុសរបស់កូនពុកម៉ែចាំខ្ញុំពន្យល់ប្រាប់នៅពេលក្រោយឥឡូវនេះទុកឲ្យខ្ញុំដោះស្រាយរឿងនេះឲ្យចប់សិនឆៃលិនណាថ្ងៃនេះគឺជាថ្ងៃស្លាប់របស់អ្នកឆៃលិននៅថ្ងៃនេះគឺជាថ្ងៃស្លាប់របស់អ្នកតើគេអាចខ្លាចជាកូនប្រុសគីលីននៃគ្រូសាយយ៉ាងដូចម្ដេចលេនហ្វែនគីហ្វែនតាមពិតគឺបែបនេះសោះឆាប់ស្លាប់ទៅតើចាស់ទុំទី3មិនបាននិយាយថាបានកំចាត់គេហើយទេឬមួយក៏ចាស់ទុំទី3សម្រាប់មនុស្សច្រឡំដូច្នេះអ្នកដែលស្លាប់គឺលេនយ៉ងហងមកដល់ពេលនេះហើយតើអ្នកនៅមានអ្វីចង់និយាយទៀតទេខ្ញុំមិនទាន់បាននិយាយទេទោះបីជាអ្នកគឺជា Ken Wenger នៃគ្រូសាយក៏ដោយខ្ញុំក៏ចង់ឲ្យអ្នកបាត់បង់កេរ្តិ៍ឈ្មោះនិងទឹកយូរដែរអ្នកពិតជាមនុស្សលាក់ពុតម្នាក់ដែលធ្វើពុតជាមនុស្សល្អគ្រូសាលេនរបស់យើងបានចិញ្ចឹមបីបាច់អ្នកអស់រយៈពេលជាង20ឆ្នាំមកហើយឥឡូវនេះចិត្តរបស់អ្នកបានប្រែប្រួលហើយមានអំណាចនិងមានឥទ្ធិពលហើយដូច្នេះហើយទើបអ្នកប្រែក្រឡាស់មិនស្គាល់មនុស្សបែបនេះមែនទេគួរអាណិតណាស់ដែលលោកកំពុងនៅតែផ្ដោតមនុស្សចេតនាគ្រូសាដើម្បីស្រោចស្រង់វាឡើងវិញប៉ុន្តែអ្នកជាសាស្ត្រាចារ្យម្នាក់នេះបែរជាបញ្ជូនមនុស្សទៅសម្លាប់គាត់តតែម្ដងមនុស្សរមើលគុណដូចជាអ្នកតើមានសិទ្ធិអ្វីខ្លាយជា Ken Wenger នៃគ្រូសាយតើមានសិទ្ធិអ្វីមកទទួលស្គាល់កន្លែងដែលត្រូវត្រឡប់ទៅវិញមនុស្សរមើលគុណដូចជាអ្នកតើមានសិទ្ធិអ្វីខ្លាយជា Ken Wenger នៃគ្រូសាយតើមានសិទ្ធិអ្វីមកអត់មុតហើយឆាប់ចាក់ចេញលេនហ្វៀនតើអ្នកមានន័យយ៉ាងម៉េចជាមួយសម្ដីមួយគ្រានេះលេនហ្វៀនតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីហ្នឹងតើឈៀវហ្វែនអាចសម្លាប់មនុស្សបានយ៉ាងដូចម្ដេចពិតមែនហើយទោះបីជាគាត់មិនទទួលស្គាល់យើងក៏គាត់មិនធ្វើរឿងបែបនោះដែររឿងបែបនោះឡើយក្នុងនាមជាឈៀវហ្វែននិយាយថាគាត់នឹងដោះស្រាយវាដោយខ្លួនឯងពួកយើងគួរតែជឿជាក់លើគាត់ប៉ុន្តែកុំបារម្ភអីគ្រប់យ៉ាងទុកឲ្យខ្ញុំទោះជាយ៉ាងណាក៏ដោយហឹមឈៀវហ្វែនគឺជាកូនប្រុសរបស់ហ៊ីឆេងវ៉េងនេះមិនទាន់ដល់វេនអ្នកដទៃមកនៅទីនេះទេពូម៉ៃនិងងូឆានឲ្យអ្នកទាំងអស់គ្នាមកវិនិច្ឆ័យអ្នកមើលពាក្យចាស់ពោលថាបង្កើតកូនតែមិនបានចិញ្ចឹមអាចសងគុណដោយការកាត់អវយវៈបើបង្កើតហើយចិញ្ចឹមទៀតនោះគុណធនណាស់ពិបាកនឹងតបស្នងគុណនៃការចិញ្ចឹមបីបាច់គឺធំធេងជាងមេឃដើម្បីចាក់ចេញពីគ្រួសារលេនរបស់យើងដើម្បីសោយសុខនឹងទ្រព្យសម្បត្តិស្តុកសំក្នុងគ្រួសារក៏បានធ្វើបាបឪពុកដែលចិញ្ចឹមខ្លួនឲ្យធំធាត់ដោយតរដៃមានតែមនុស្សដែលថោកទាបជាងសត្វតិរច្ឆានបែបនេះទេតែស័ក្តិសមនឹងងារជាបុត្រពាន់យោជនៃគ្រួសារគឺមនុស្សដែលថោកទាបជាងសត្វតិរច្ឆានបែបនេះឯងតែស័ក្តិសមនឹងងារជាបុត្រពាន់យោជនៃគ្រួសារតើនេះជាស្ថានភាពអ្វីទៅម្នាក់នោះហាក់ដូចជាកូនប្រុសបង្កើតរបស់លោកប្រធានលីននៃក្រុមហ៊ុន Len Group Event នេះគឺជាកូនចិញ្ចឹមរបស់លោកប្រធានលីនកូនចិញ្ចឹមបានសម្លាប់ឪពុកចិញ្ចឹមមានរឿងបែបនេះកើតឡើងដែររឿងនេះពិតជាពិបាកនិយាយណាស់ខ្ញុំធ្លាប់ទៅពីមុនមកថាកូនចិញ្ចឹមម្នាក់នេះបានសុំតែទំនាក់ទំនងជាមួយគ្រួសារលីនដោយខ្លួនឯងមនោសញ្ចេតនានៃការចិញ្ចឹមបីបាច់ជាង20ឆ្នាំនិយាយថាតែគឺតែម្ដងពិតមែនហើយតាមពិតខ្ញុំក៏ធ្លាប់ធ្វើដែរកាលនោះខ្ញុំនៅឆ្ងល់នៅឡើយតាមពិតគេបានដូរត្រកូលទៅជាហើយតើប៉ុន្តែនិយាយទៅថ្ងៃនេះខ្ញុំហាក់ដូចជាមិនបានឃើញមែនលោកប្រធានលីគ្រូម្នាក់នេះគឺមិនប្រកាសទេអាចជារឿងពិតក៏ថាបានអាសត្វរិឆានដែលគួរតែញាប់ឯងចង់ឡើងបនសាបានព្រាមបែបនេះមែនទេយកសពទៅក្នុងពេលដែលឯងចង់មកសុំងាប់ខ្លួនឯងបែបនេះអញ្ចឹងខ្ញុំនឹងសម្រេចបំណងឲ្យឯងលោកម្ចាស់វ័យក្មេងលេនឃៀនបានបញ្ជាឲ្យខ្ញុំទៅសម្លាប់យីហ្វែនហេតុអ្វីយ៉ាងហោចណាស់ក៏នៅមានសម្លេងផុតរបស់គាត់ដែរអាតាចាស់ម្នាក់នោះ
កាន់កាប់តំណែងប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុន Lens Group មិនព្រមលែងដៃខ្ញុំចង់សម្លាប់វាចោលយូរហើយដល់ពេលនោះខ្ញុំនឹងនិយាយថាអត្រាឆានម្នាក់នោះជាអ្នកសម្លាប់វាពិតជាពូកែណាស់ចោលស្រែកហើយចោលពួកយើងស្ទើរតែត្រូវមនុស្សចិត្តមើលម្នាក់នេះបោកប្រាស់បាត់ទៅហើយនោះគឺជាឪពុកបង្កើតរបស់គេណានិយាយថាចង់សម្លាប់ក៏សម្លាប់មែនគួរឲ្យខ្លាចណាស់ឯងពូកែណាស់ហ៊ីហ្វែនឯងស្មានថាគ្រាន់តែយកវីដេអូខ្លាំងៗមកក៏អាចបង្កើតបង្គុតខ្ញុំបានមែនទេល្អណាស់ចុះបើបែបនេះវិញអាសត្វត្រឆានម្នាក់នេះកាលនោះមិនគួរទទួលឯងមកផ្ទះវិញសោះខ្ញុំស្អប់វាណាស់មិនត្រឹមតែចង់លេបរបាក់ទ្រព្យសម្បត្តិគ្រួសារលីនរបស់ពួកយើងទេថែមទាំងចង់ធ្វើបាបបងស្រីបង្កើតនិងប្អូនស្រីបង្កើតរបស់ឯងទៀតត្រូវបានបញ្ជូនចេញដើម្បីធ្វើជាឈ្នន់ផលប្រយោជន៍គ្រួសារលីនរបស់ពួកយើងមិនមានមនុស្សត្រឆានដូចជាឯងទេចាប់ពីពេលនេះទៅគ្រួសារលីនរបស់ពួកយើងនឹងកាត់កាល់ឯងចោលមិនពាក់ព័ន្ធគ្នាទៀតទេរហូតដល់ថ្ងៃស្លាប់មិនអាចទៅរួចទេមិនអាចទៅរួចទេហេតុអ្វីបានជាឯងនៅរស់ទៀតហេតុអ្វីបានជាឯងនៅរស់ទៀតហើយចុះឯងវិញតើឯងចេញមកដោយរបៀបណាអូខ្ញុំដឹងហើយការប៉ុនច្រឡំច្បាស់ជាការប៉ុនច្រឡំហើយច្បាស់ជាការប៉ុនច្រឡំហើយច្បាស់ជាការប៉ុនច្រឡំហើយមីងធានអ្នកត្រូវបានសង្ស័យថាបានសម្លាប់មនុស្សដោយចេតនានិងទូទាត់ក៏សម្លាប់មនុស្សឥឡូវនេះពួកយើងនឹងធ្វើការចាប់ខ្លួនអ្នកតាមច្បាប់សូមសហការជាមួយពួកយើងខ្ញុំមិនបានសម្លាប់មនុស្សទេខ្ញុំមិនបានសម្លាប់មនុស្សទេលីនហ្វិនគឺឯងហើយដែលបំផ្លាញខ្ញុំនឹងសម្លាប់ឯងខ្ញុំនឹងសម្លាប់ឯងមីងធានអ្នកត្រូវបានសង្ស័យថាបានសម្លាប់មនុស្សដោយចេតនានិងទូទាត់ក៏សម្លាប់មនុស្សឥឡូវនេះពួកយើងនឹងធ្វើការចាប់ខ្លួនអ្នកតាមច្បាប់សូមអ្នកសហការជាមួយពួកយើងខ្ញុំមិនបានសម្លាប់មនុស្សទេខ្ញុំមិនបានសម្លាប់មនុស្សទេលីនហ្វុងគឺឯងហើយដែលបំផ្លាញខ្ញុំនឹងសម្លាប់ឯងខ្ញុំនឹងសម្លាប់ឯងសៀវហ្វានសុទ្ធតែជាកំហុសរបស់ពួកយើងកាលនោះពួកយើងត្រូវបានសត្វត្រឆានលីនធានបោកប្រាស់តើឯងអាចអភ័យទោសឲ្យពួកយើងបានទេសៀវហ្វានអាណិតពួកយើងផងយើងរងទុយបានរួមរស់ជាមួយគ្នាឆ្លងកាត់ការលំបាកអស់រយៈពេល20ឆ្នាំមកហើយតើកូនពិតជាអាចបំភ្លេចវាបានបែបនេះមែនទេសៀវហ្វានបងដឹងថាកូនធុញនឹងស្ដាប់ពាក្យសុំទោសហើយប៉ុន្តែពាក្យសុំទោសមួយឃ្លានេះរបស់ពួកយើងនៅតែសង្ឃឹមថាគ្រួសារកូនអាចទទួលយកវាបានសៀវហ្វានបងស្រីទី2នៅរងចាំកូនត្រឡប់មកផ្ទះវិញដើម្បីសង់ជាមួយតកូនមើលទៅពេលនេះប្រហែលជាមិនចាំបាច់ទៀតទេបងស្រីទី2គ្រាន់តែសង្ឃឹមថាគ្រួសារកូននឹងមានសេចក្តីសុខនិងរីករាយបងសៀវហ្វានតើបងពិតជាមិនអាចត្រឡប់មកវិញបានមែនទេពួកអ្នកមិនបាច់សុំទោសទៀតទេខ្ញុំចំពោះពួកអ្នកមិនមានការអន់ចិត្តឬស្អប់ពើមទៀតទេប៉ុន្តែទៅថ្ងៃមុខពួកយើងគុំជួបគ្នាទៀតអីឈីងយុនចុះទៅរកលោកតាទៅលោកប៉ាគ្រួសារពួកគេមើលទៅហាក់ដូចជាមានសេចក្តីសុខណាស់គ្រួសារយើងក៏ធ្លាប់មានសេចក្តីសុខបែបនេះដែរគឺដោយសារពួកយើងខ្លួនឯងតែធ្វើឲ្យវាបាត់បង់ទៅទាំងស្រុងប្រសិនបើកាលនោះពួកយើងជឿជាក់លើសៀវហ្វានឲ្យបានច្រើនបន្តិចតើវានឹងមិនឈានមកដល់ដំណាក់កាលនេះមែនទេគេគឺជាកូនរបស់ខ្ញុំណាតែខ្ញុំបែរជាអាចត្រឹមតែធ្វើបែបនេះមើលគេដើរចេញទៅកាន់តែឆ្ងាយទៅសៀវហ្វានគឺជាក្មេងល្អម្នាក់គឺគ្រួសារយើងទេដែលខុសចំពោះគេពួកយើងគ្មានសិទ្ធិឲ្យគេត្រឡប់មកវិញទៀតឡើយ